ព្រះពុទ្ធជាម្ចាស់កូនស្រីស្មោះត្រង់លំបាកណាស់លំបាកប៉ុណ្ណាព្រះពុទ្ធមិនដឹងទេថាកូនស្រីរៀងរាល់យប់មុនដេកតែងតែគិតថាតើការងារនេះត្រូវធ្វើរហូតដល់ពេលណាទើបចប់ដូច្នេះកូនស្រីសូមស្បត់ជីវិតមួយបរិច្ឆេទបរិសុទ្ធសូមព្រះប្រទានឲ្យខ្ញុំដើរចេញផ្ទះទៅជួបបងប្រុសបាត់បង់5នាក់វិញបងធំជាមេធំក្រុមហ៊ុនធំបងទី2ជាគ្រូពេទ្យប្រធានផ្នែកបងទី3ជាអាយដុលបងទី4ជាជើងឯកប្រណាំងសេះប៉ាពីជាអ្នកឪពុកមើលកូនស្រីដូចព្រះមហាក្សត្រពួកគេយំទឹកភ្នែកហូហៀហៅខ្ញុំថាកូនស្រីម្ចាស់ក្រុមហ៊ុនធំរស់ជាឆ្មាត្រូវបងប្អូនស្រឡាញ់ជុំវិញមិនបារម្ភអាហារទឹកភេសជ្ជៈគ្រប់គ្រាន់ So easy ឡើងខ្លាំងពេកខ្ញុំឃើញព្រះពុទ្ធលើកកំរាមដៃសញ្ញាអូខេឲ្យខ្ញុំប៉ាពីមិនល្អទេប្រេងរវាំងអស់ហើយចង្កូតខាងមុខតឹងត្រូវកាន់បង្គោលបើកមឹងម៉ាត់លឿណយហេតុអ្វីខ្ញុំបែរជាឆ្មានេះអីចឹងមៀវមីថូហ្វូសួស្ដីម្ចាស់ស្នេហាកញ្ចប់សេវារបស់អ្នកបានដល់ហើយអ្នកត្រូវបានជ្រើសរើសខ្ញុំចង់ក្លាយជាមនុស្សមិនមែនឆ្មាទេតែបើអ្នកបំលែងវាសនាអាក្រក់ដើមរបស់តួអង្គនេះរកបន្ទប់បំលែងវាសនាឡើងកម្រិតអ្នកនឹងអាចបំលែងរៀងវិញក្លាយជាមនុស្សបានណាខ្ញុំមិនចង់ស្ដាប់ទេឆ្មានេះអាចធ្វើឲ្យឡានបាត់ការគ្រប់គ្រងហើយឈប់បានវាវមើលទៅជាបុរសស្វាយខ្លាំងមួយពិតជា Daddy ចុង The Daddy Mander ជាងធានអ្នកមានស្ដាប់សំឡេងអ្វីទេប៉ាពីអ្នកក៏រទេសំឡេងនេះមកពីក្នុងចិត្តឆ្មាតូចមែនទេអូយអស់សំណើចមុខស្វាយបេពីអ្នកបែបនេះថ្ងៃនេះពួកគេសំណាងរួចផុតពីគ្រោះថ្នាក់តែស្អែកថ្ងៃសមាគមពាណិជ្ជកម្មxiao Ye Xinនឹងលក់ព័ត៌មានសម្ងាត់ក្រុមហ៊ុនxiao Shiឲ្យគ្រួសារស៊ូបណ្ដាលឲ្យគ្រួសារxiao Duoប៉ាពីនិងកូនប្រុសក៏នឹងឃ្លានស្លាប់លើផ្លូវដែរតើពាក្យអាក្រក់គ្រប់គ្រាន់ពីពណ៌នាបានទេអាយ៉ាមិនគួរជឿទេមនុស្សនេះមានអីប៉ះពាល់យើងអស់សំណើចមែនទែនយើងលើកលែងស៊ីនស៊ីមមក13ឆ្នាំតើនាងអាចក្បត់យើងបានទេពាក្យឆ្មាមិនអាចយកជាអំណាងទេអំណោយនេះដើមគ្រោងផ្ដល់គេស៊ីនស៊ីនថ្ងៃស្អែកតើគួរធ្វើម៉េចល្អឥឡូវអីកូនឆ្មានេះលោតមកកែបំបែកអំណោយគេអស់រយស៊ីនស៊ីនឈឺចិត្តទេដើមគេគ្រោងឲ្យគាត់ភាកហ៊ុនប៉ាxiaoគ្រួសារប៉ាកូនស្រឡាញ់xiao Ye Xinតែគាត់វិញជាឆ្កែអំពើxiao Ye Xinដឹងថាឪពុកគាត់ជាស្រូវគ្រួសារxiaoហើយស៊ូស៊ីស្នាក់នៅគ្រួសារxiaoដើម្បីធ្វើជាភ្នាក់ងារសម្ងាត់ខ្សែរវ៉ាំងឡានអ្នកទាំងអស់គ្នាគាត់កាត់បំបែកវាឯងតែប៉ុន្តែអត់ជឿទេស៊ីនស៊ីនគឺកូនស្រីដែលខ្ញុំមើលធំមកតើនាងអាចធ្វើបាបពួកយើងយ៉ាងម៉េចក្មេងល្ងងនេះរន្តរអាប់អួតអីមិនមែនគាត់អាចយល់អ្វីដែលខ្ញុំនិយាយទេប៉ុន្មានអូយគិតលើសហើយពួកគេនឹងយល់ភាសាឆ្មាបានម៉េចទេខ្សែរវ៉ាំងរថយន្តត្រូវបានកាត់បាច់មែនទេអ្វីដែលឆ្មានេះនិយាយគឺជាការពិតដូច្នេះសៀងមិនមែនជាកូនអកុសលត្រូវចងខ្សែជប់គ្រួសារxiaoទេកូននេះក៏ចុះហត្ថលេខារួចហើយភាគហ៊ុននេះគេគ្រាន់តែគ្រោងឲ្យគាត់ជាអំណោយប៉ុណ្ណោះតើអីមកបែបផ្ទេរយ៉ាងយ៉ារបស់ខ្ញុំជាអំណោយពីតាxiaoចុងវិញពីនេះទៅអ្នកគឺជាប៉ាពិតរបស់ខ្ញុំហើយប៉ាបើស៊ីងស៊ីងដឹងនាងមិនសប្បាយចិត្តលើសមន័យពុកកូនយើងទេឬមិនតម្លៃសំនឹងភាគហ៊ុនតិចតួចប៉ុណ្ណេះទេឬចំពោះឆ្មានេះវិញខ្ញុំគិតថាល្អជាងយកវាមកចិញ្ចឹមនៅផ្ទះប៉ាបងធំអើយតើអ្នកវិលមកវិញយ៉ាងម៉េចអាក្រក់ណាស់ខ្ញុំកាត់ខ្សែរវ៉ាំងរួចហើយពួកគេធ្វើដូចម្ដេចបាននៅរស់មកដល់ឥឡូវនេះពួកអ្នកកង់ត្រឡប់មកបើកឡានលើផ្លូវមិនមានអ្វីអាក្រក់កើតឡើងទេយេស៊ីនធម្មតាតើគាត់អាចគ្រងអ្វីអាក្រក់ចំពោះយើងដោយរបៀបណាអ្នកសង្ឃឹមថាមានអ្វីមួយកើតឡើងលើយើងបងប្រុសខ្ញុំបានឮថាអ្នកបានជួបគ្រោះថ្នាក់ចរាចរណ៍ផងដែរពេកតែបារម្ភអត់យូនេះហៅបារម្ភទេនេះគ្រាន់តែឃើញថាពុកកូនមិនធ្លាក់ជ្រោះធ្វើឲ្យបងធំខឹងចិត្តផ្ទុះទៅហើយនេះឲ្យខ្ញុំមែនទេអរគុណបងធំណាស់យេសិនអ្នកយល់ច្រឡំហើយនេះគឺឲ្យយ៉ាវកូនឆ្មានៅក្នុងអង្កាមខ្ញុំនេះវាបានជួយសង្គ្រោះជីវិតខ្ញុំនិងជីធំរបស់អ្នកដូច្នេះសម្ភារនេះខ្ញុំផ្ទេរឲ្យវាប៉ាអ្នកមិនស្រវឹងទេឬត្រូវផ្ទេរសហភាគីជាង10លានឲ្យកណ្ដោព្រៃមួយមិនដឹងពីណាឃើញខ្ញុំពោយបានភាកហ៊ុននាង New Jew ស្ទើរបែកកំហឹងផ្ទុះឡើងអ្នកទៅជែកប្រកែកអីជាមួយឆ្មាយ៉បានសង្គ្រោះជីវិតខ្ញុំនិងប៉ាយើងផ្ទេរភាកហ៊ុនឲ្យវាមានអីបញ្ហាទេមើលភ្នែកបែបនេះមិនមែនគេគ្រោងកាប់ខ្ញុំទេហេតុអ្វីមែកសង្ស័យប៉ាទៀតប៉ាខ្ញុំមិនមានបំណងបែបនោះទេ
តែបងប្រុសមិនមែនបាននិយាយថានេះជាអំណោយបងឲ្យខ្ញុំសោរសជាតិតែនេះមិនល្អទេខ្ញុំចិត្តសន្លប់ដោយក្លិនវាខ្ញុំជាមួយប៉ាខិតចិត្តស្លាប់ក្រៅមាត់ទ្វារអ្នកមិនសួរសុខទុក្ខយើងសោះតែបារម្ភតែអំពីអំណោយរបស់អ្នកខ្ញុំបានឮថាអ្នកបានជួបគ្រោះថ្នាក់ចរាចរណ៍តើអ្នកមិនអីទេយើងមិនអីទេអរគុណយ៉យ៉ណាស់ឯងកូនចៅគ្រួសារសៅគេមេរះសាសខ្លាំងមែនបងទី2ជាវិជ្ជាបណ្ឌិតសុភាពស្ងប់មានអារម្មណ៍គ្រប់ខ្លួនបងទី3ជាអាយដល់កម្ពុជាស្វ័យលេសាំងជុងបងទី4ជាអាមជុងប្រណាំងសេះអមូនផ្ទុះពេញកាយបងស្វ័យទាំងអស់មកប្រជុំគ្នាមើលថាអ្វីកំពុងកើតឡើងបងនៅទាំងអស់ស្រឡាញ់ខ្ញុំមិនឲ្យខ្ញុំរងទុក្ខឲ្យគេប៉ះពាល់ទេបងទី2បងទី3បងទី4ប៉ាទាំងបងធំក៏ដែរកំពុងចង់យកភាគហ៊ុនដែលដាក់ឲ្យខ្ញុំប្រែទៅឲ្យឆ្មាព្រៃមួយក្បាលមិនដឹងមកពីណាប៉ាមិនតិចតួចពេកទៅទេឬអាណិតណាស់បងស្វែប៉ុណ្ណឹងចុងក្រោយម្នាក់មួយចប់អាក្រក់ជាងគ្នាទៀតបងទី2ជាវិជ្ជាបណ្ឌិតវះកាត់បេះដូងក្មេងល្បីតែត្រូវសៅយេស៊ីនលួចដាក់ថ្នាំធ្វើឲ្យវះកាត់ករណីធំមួយបរាជ័យឈ្មោះល្បីបែកបាក់ចុងក្រោយគេត្រូវអ្នកជំងឺអស់សង្ឃឹមម្នាក់វាយប្រហារចាក់សម្លាប់ចំមុខមន្ទីរពេទ្យបងទី3សៅជីងរ៉ានជាតារាអាយដលល្បីត្រូវសៅយេនស៊ីមបោះសារខ្មៅបណ្ដាលឲ្យស្រីឯកជនរំលោភរូបរាងបំផ្លាញមុខមាត់ធ្លាក់ទឹកចិត្តហើយស្លាប់បងទី4សៅជីងស៊ីវិញកាន់តែអាក្រក់ត្រូវសៅយ៉ានឈៀនលួចលេងល្បិចលើសេះធ្លាក់ពីលើសេះបាក់ឆ្អឹងខ្នងត្រូវគេដាក់ឃុំអត់ឲ្យបរិភោគរហូតស្លាប់លើក្រេប៉ាអីចឹងខ្ញុំក៏ស្លាប់ដែរប៉ាងឆ្មានេះលើហើយជួបពីឈៀនអាយជេប៉ាខ្ញុំជាមេគ្រួសារសៅហើយភាគហ៊ុនគ្រួសារនឹងផ្ទេរទៅឲ្យឆ្មាតូចនេះប៉ាសម្រេចហើយមិនខានជាមេគ្រួសារពិតសង្ហារវិរុទ្ធមានអំណាចចាសាច់ដុំឆ្មាវិញងាយញោមមួយគេងខ្លាំងខ្ញុំទៅដេកមួយផ្លែតសិនអ្នកបន្តធ្វើការងារទៅ4អ្នកតាមប៉ាទៅបន្ទប់សៀវភៅស៊ីននៅទីនេះមុនសិនអ្នកទាំងអស់គ្នាស្ដាប់បានសំឡេងក្នុងចិត្តយ៉ាវមែនទេថាអ្វីដែលឆ្មានោះនិយាយគឺពិតស៊ីនធំមកជាមួយយើងនាងអាចធ្វើបាបយើងកុំឲ្យឆ្មាតែមួយក្បាលបញ្ឆោតអ្នកមិនថាពិតឬមិនពិតការប្រកួតពាណិជ្ជកម្មថ្ងៃស្អែកសំខាន់សម្រាប់គ្រួសារshowស្អែកយើងយកយ៉ាវទៅផងដើម្បីមើលស្ថានភាពជាបន្តអូខេពិតមិនពិតស្អែកនឹងឃើញរឿងស៊ីនខ្ញុំនឹងឲ្យមនុស្សទៅសើភ្លាមមកបើគ្រាន់តែបោកបញ្ឆោតល្អបើជាការពិតដោយគិតដល់ស្នេហាដែលយើងបានចិញ្ចឹមនាង18ឆ្នាំខ្ញុំនឹងផ្ដល់លុយមួយចំនួនហើយបញ្ជូននាងចេញពីគ្រួសារshowជីងស៊ីស្អែកទៅវគ្គហ្វឹកហាត់រួមរឿងផ្សេងបងធំបងទី2របស់អ្នកដោះស្រាយអ្នកផ្ដោតរៀបចំហ្វឹកហាត់ទៅយល់ប៉ាឆ្មាខ្ចីមួយក្បាលមានសិទ្ធិអ្វីមកយកភាគហ៊ុនដែលត្រូវជារបស់ខ្ញុំនឹងស៊ីស៊ុយវាмяមីធូហ្វូរកឃើញថាម្ចាស់ភូមិបានជួយសង្គ្រោះឪពុកកូនសៅដោយជោគជ័យពន្ទប់ម្លែងវាសនាឡើងដល់200អាចចាប់ផ្ដើមវិវត្តបានrồiទទួលមួយកាំបិតជួយពីខ្ញុំទៅយ៉ាវហេយ៉ាវអ្នកហេតុអ្វីភ្លាមមកធំបែបនេះបងធំមើលឆ្មាព្រៃធ្វើចម្លែកបែបនេះមែនច្បាស់អ្នកបញ្ចុះថ្នាំឲ្យឆ្កែចង់ឲ្យវាខំខ្ញុំដល់ស្លាប់មាត់បាញ់ពុះស្រែចៃមើលម្ដងគឺដឹងថាត្រូវបញ្ចុះថ្នាំរំភើបរខ្ញុំមិនមែនខ្ញុំមិនបានអាធ្រាត្រមួយនេះអ្នកអូសឆ្កែធំមួយក្បាលមកបន្ទប់ទទួលភ្ញៀវធ្វើអ្វីខ្ញុំមិនអីទេយ៉ាវយប់នេះភ័យខ្លាំងឲ្យវាទៅគេងបន្ទប់មេធមនុស្សទៅនរណាថាឆ្មាមិនគួរឲ្យសើចជាឆ្មាស់បបាយជាងធ្វើមនុស្សធ្វើគោធ្វើសេះទៀតបើកវេវើខ្ញុំមកហើយបងធំនោះជាបន្ទប់ដែលខ្ញុំគេងញឹកញាប់អីមិនឲ្យឆ្មាមួយគេងអ្នកធំជាងគេទៅគេងបន្ទប់ជាមួយឆ្មាមើលមិនសមស្របទេបើអ្នកមិនទាន់សម្រេចចិត្តកុំចោទថាខ្ញុំអាក្រក់រងចាំថ្ងៃស្អែកមកដល់អស់ទ្រព្យសម្បត្តិគ្រួសារសៅនឹងជារបស់ខ្ញុំមួយរំពេចក្នុងសាច់រឿងដើមសៅជុងត្រូវស៊ូស៊ីយ៉ែនចាប់ឱកាសកណ្ដាលកិច្ចប្រជុំបោះឯកសារខ្មៅបន្លឺចេញមកបន្ទាប់មកសៅយ៉ែនស៊ីកូនមិនស្គាល់គុណនឹងលោតមកវាយពីក្រោយបណ្ដាលឲ្យគ្រួសារសៅដួលបាក់ចុងក្រោយផ្ទះបាក់គ្រួសារបែកមនុស្សស្លាប់លើកនេះមានប៉ៅម្យ៉ាងឈរនៅទីនេះខ្ញុំនឹងជួយពួកគាត់បដូរវាសនាដើមឲ្យបានប៉ាសូមកុំបារម្ភខ្ញុំរៀបចំរួចរាល់ហើយសង្ឃឹមអីដែលយ៉ាវប្រាប់មិនកើតឡើងទេការដេញតម្លៃរបស់សៅជុងកន្លែងតឹងរឹងខ្លាំងអ្នកអូសឆ្មាមួយក្បាលមកទីនេះមិនមែនមើលរំលងមនុស្សគេទាំងអស់ឬដឹងហើយជាឆ្កែបោកលើកជើងលើសៅយ៉ានស៊ីមើលទៅអាក្រក់មែនទេលោកជុងគុំនិយាយបែបនោះឡើយប៉ានឹងបងនៅស្រឡាញ់យ៉ាវខ្លាំងសូម្បីតែភាគហ៊ុនក្រុមហ៊ុនក៏ផ្ទេរឲ្យវាទៀតអីម៉េចភាគហ៊ុនដែលត្រូវជារបស់អ្នកគ្រួសារសៅទៅផ្ទេរឲ្យឆ្មាមួយក្បាលវាមិនជាអស្ចារ្យលើសលប់ទុកឲ្យកូនស្រីមានទ្រព្យរាប់ពាន់លានស្រែកមិនខ្វល់តែសัตว์មួយក្បាលការដេញថ្លៃសំខាន់ប៉ុណ្ណារបស់សៅជុង
ប៉ុន្តែពួកអ្នកវិញមើលរំលងគ្រួសារ កុំយករឿងធំមកលេងក្មេងមេយកគម្រោងធំមកប្រកល់ឲ្យសัตว์ឬទេក្រុមស៊ូអ្នកឯកសារប្រកួតប្រជែងក៏មិនទាន់បំពេញឲ្យគ្រប់មិនមានមុខមកបញ្ជាប៉ុន្មាននេះទេលោកស៊ូកុំបារម្ភអីថាខ្ញុំយកឆ្មាមកវិញឬអត់ល្អជាងគ្រប់គ្រងខ្លួនឯងមុនសិទ្ធចូលប្រកួតដេញថ្លៃរបស់គ្រួសារមិនបំពេញគ្រប់លក្ខណៈទេតាមអ្វីដែលនិយាយបែបនេះស៊ូកាមិនសមនឹងចូលរួមសមាគមពាណិជ្ជកម្មនេះទេពួកឆៅឈុងកុំរីករាយហួសហេតុសប្បាយបន្តិចប៉ុណ្ណោះសមាគមឥឡូវចាប់ផ្ដើមផ្លូវការហើយប្រធានសមាគមយើងក្រុមហ៊ុនសោស៊ឺជីថ្វាន់នឹងឆ្នោតឲ្យទីងលាវឯតូសោជាងរ៉ានមកធ្វើអ្នកតំណាងសាក់ផ្ដាច់មុខខោអស់ហើយស៊ូយ៉ានឹងរហ័សយកគ្រឿងបន្លំคล้ายៗរបស់បងទី3ចេញមកបោះគេនឹងបង្កប់ទោសថាគាត់បាក់ផ្ទះធ្វើអំពើខុសច្បាប់ចោលជាងរ៉ានគាត់មានសិទ្ធិអីមើលទៅទាំងនេះបង្ហាញថាគាត់គ្មានសីលធម៌តារាបាក់ផ្ទះបែបនេះយកមកប្រើឲ្យសោចាទៀតមិនសមក្នុងការចូលរួមប្រកួតប្រជែងគម្រោងនេះពាក្យយ៉ៗក៏បញ្ជាក់ថាស៊ីនពិតជាក្បត់យើងហើយល្អណាស់មើលទៅគ្រួសារសោចាទើបដឹងថាបង្កើតបានសัตว์ចិញ្ចឹមមិនស្គាល់អិនគុណតើត្រូវធ្វើម៉េចបើបន្តបែបនេះអនាគតគ្រួសារសោអស់បាត់ទាំងស្រុងហើយកុំបារម្ភយើងរៀបចំផែនការរួចហើយយ៉ៅមិនមែនពួកគេឮសំឡេងក្នុងចិត្តខ្ញុំទេខ្ញុំសម្រេចបោះបង់ជ្រើសរើសអ្នកប្រកួតពីក្រុមហ៊ុនសោស៊ីជីថ្វាន់ដេញពួកគេចេញទៅក្រៅគ្រួសារសោបញ្ហាអ្នកតំណាងនៅផ្ទះមិនទាន់ដោះស្រាយតែកម្មមកប្រកួតគម្រោងរាប់សិបពាន់លាននេះសូមប្រាប់ពួកអ្នកយកកូនតូចចាត់ត្រឡប់ទៅផ្ទះទៅកុំមកអៀនអក្សរនៅទីនេះទៀតលោកអ្នកទាំងអស់គ្នានឹងឃើញសេចក្តីពិតឆាប់ទៅនេះឯងមើលនេះទៅស្នាមកាត់បិទច្បាស់ទុយម្ដងមើលក៏ដឹងថារូបភ្ជាប់ដោយឯងចំណូលចំណាយនិងការវិភាគធ្វើដំណើររបស់ជាងរ៉ានអាចពិនិត្យបានគេហទំព័រផ្លូវការអ្វីដែលពួកគេបោះចោលជាប្រឡោមលោកខ្មៅគ្មានមូលដ្ឋានទេមិនពិតសោះហេតុអ្វីសាច់រឿងបែរទៅខុសប្លែកបែបនេះក្នុងសៀវភៅពួកគេត្រូវបានដេញចេញរួចហើយមិនមែនទេនេះជាកំណត់ត្រាប្រាក់ទេដែលស៊ូក្រុមគ្រួសារបញ្ជូនមនុស្សទៅលួចលុយករណីផ្សព្វផ្សាយបង្កើតរឿងคล้ายៗហើយកងទឹកមកបាញ់គេឈ្មោះប្រធានសមាគមបញ្ជាក់ថាផតតាងទាំងនេះសុទ្ធសឹងសុទ្ធជាការក្លែងបន្លំពីស៊ូក្រុមមានអ្វីគួរឲ្យជឿទេតើពួកអ្នកដឹងបានយ៉ាងម៉េចល្អណាស់ដែលជឿព្រមានយ៉មុនគេល្អដែលបានជឿព្រមានយ៉មុនរៀបចំការការពារបើមិនដូច្នោះទេថ្ងៃនេះនឹងជាប់បោកស៊ូရှេអ្នកចេតនាខូចរំខានសមាគមពាណិជ្ជកម្មបើអានបានបញ្ជូនពួកគេចេញសម្រាប់ខ្ញុំប្រធានាធិបតីនេះគឺជាការយល់ច្រឡំអីប្លែកដើមសាច់រឿងដោះស្រាយរួចហើយមែនទេហេតុអ្វីមិនទាន់បានបន្ទប់ម្លែងវាសនាប្រព័ន្ធរកឃើញថាការប្រកួតនេះអ្នកបំលែងបានពាក់កណ្ដាលប៉ុណ្ណោះការបញ្ចប់ចុងក្រោយរបស់ Xiao Jingran មិនផ្លាស់ប្ដូរទេអ្វីតើនិយាយថា Third Brother នៅតែមានគ្រោះថ្នាក់មែនទេពួកអ្នកទាំងអស់គ្នាទៅស្លាប់ឲ្យអស់កុំឲ្យប៉ៅខ្មៅគួបែប្រែវាសនាសម្រេចឥឡូវស៊ូឆាវជាងរ៉ានមុខមាត់ត្រូវបានបំបត្តិចោលប្រាក់រង្វាន់បំលែងវាសនា200ពិន្ទុអាចអាប់ឡើងคล้ายជាកណ្ដោធំបានហើយប្រាប់មើលតើអ្នករំខានគាត់យ៉ាងម៉េចហ៊ានមកប៉ះបងប្រុសខ្ញុំមើលម្ចាស់ឆ្មានេះលេងក្បាច់មេឃ្មៀមិនចាញ់លៀនវ៉ាន់ម៉ៅឈ្វាន់អេយ៉ាកុំវាយខ្ញុំខ្លាំងមិនអាក្រក់ទេបងធំយ៉គាត់មិនទៅស្រាប់តែធំប៉ុណ្ណេះមិនខានម៉ងមិនខានជាអាយដលកំពូលទេមើលសាច់ពុះ5 3ភ្លុកនោះមើលទៅហួសចិត្តឆ្ងាញ់ឆ្អែតឆ្មាបងទី3អ្នកឈរនៅទីនេះអ្នកចង់ឲ្យមានអីប៉ះពាល់ខ្ញុំមិនបានឮថាបង3មានអីទេក៏ភ័យថាគាត់មានអីដូច្នេះប្រញាប់មកមើលខ្ញុំមើលទៅអ្នករត់មកសួរថាស្តុកគ្រូនោះបានសម្រេចរួចហើយឬនៅគាត់អាក្រក់ដល់កម្រិតនេះមែនទេយើងទៅតែត្រឡប់ពីសមាគមពាណិជ្ជកម្មរឿងជីងរ៉ានត្រូវគេវាយប្រហារគ្មាននរណាប្រាប់ទេអ្នកដឹងពីណាខ្ញុំក៏ទៅតែបានឮពីអ្នកគ្រប់គ្រងនោះដែរលែងបន្តទៀតហៅប៉ូលីសមកដោះស្រាយស្តុកគ្រូសិនយើងទៅផ្ទះនិយាយបន្ត
ថ្ងៃនេះហៅអ្នកទាំងអស់មកមានរឿងសំខាន់ត្រូវប្រាប់ប៉ាស៊ីនពិតជាធ្វើក្បត់គ្រួសារឆាវមែនទេមែននាងភ្ជាប់ដៃជាមួយគ្រួសារស៊ូចង់បំផ្លាញយើងរឿងអ្នកស្ទើរមានអីកាលនេះយើងស្ដាប់សំឡេងក្នុងចិត្តយ៉ាវទើបរត់មកទាន់ពេលមិននឹកស្មានថាគ្រួសារឆាវយើងទៅចិញ្ចឹមមនុស្សអត់ស្មោះបែបនេះថ្ងៃនេះត្រឡប់មកផ្ទះពួកគេស្ងៀមប៉ុន្តែខ្ញុំដឹងថាពួកគេនៅទទួលខ្ញុំជាសមាជិកស្រីក្នុងគ្រួសារបន្ទាប់មកនឹងបញ្ចេញឆាវយ៉ាក់ស៊ីនចេញពីស្នូលក្រុមហ៊ុនចំពោះយ៉ាវប៉ាកុំបារម្ភយើងនឹងថែទាំយ៉ាវឈរល្អយ៉ាវនឹងកូនសត្វតូចនេះយ៉ាវខ្ញុំមកហើយយ៉ាវមើលទៅនេះជាសាច់គោនាំចូលសម្បូរប្រេងចិញ្ចឹមហើយមានប៉មឆ្មាអភិជនដែលខ្ញុំឲ្យមនុស្សធ្វើផ្ទាល់ចូលចិត្តទេមិនគិតថាបងទី2វះកាត់ច្បាស់លើបែបនេះនៅពីក្រោយគឺជាអ្នកបម្រើឆ្មាតូចម្នាក់បែបនេះសោកស្ដាយបងទី2ព្រោះឆាប់ថននេះឆាវយ៉ាក់ស៊ីននឹងចាប់ដៃធ្វើបាបបងទី2ហើយអីយីងយ៉ានថ្ងៃស្អែកក៏សៀលអ្នកមានវះកាត់ធំមួយមែនទេទើបមានមនុស្សទូរស័ព្ទមកផ្ទះសួរបញ្ជាក់វះកាត់ដាក់ស្ពានបេះដូងឪពុកនាយកមន្ត្រីពេទ្យជ្រើសឲ្យខ្ញុំធ្វើនៅក្នុងសៀវភៅក៏ដល់ដំណាក់កាលនេះឆាវយេសែននឹងយកលេខគ្រឿងផ្សំមកឆាវជីញ៉ានផឹកហើយរលាកអាឡាស៊ីបន្ទាប់មកគេនឹងសន្លប់មិនភ្ញាក់ឡើងមិនអាចវះកាត់ឲ្យឪពុកនាយកមន្ត្រីពេទ្យបានធ្វើឲ្យការវះកាត់ខកខានឲ្យនាយកមន្ត្រីពេទ្យខឹងចង់បង្កគេឈ្មោះឆាវជីញ៉ានប៉ុន្តែរឿងបែបនេះមិនអាចកើតឡើងទេថ្នាំខ្ញុំចាក់សោទុកក្នុងទូដែកគាត់នឹងយកថ្នាំណាមកលាយឲ្យខ្ញុំអូនមកដល់ទីនេះដូចម្ដេចបងធំបងទី2ស្អែកត្រូវវះកាត់ហើយថ្ងៃនេះប្រកាសជាតានតឹងណាស់អូនរំអិលទឹកឃ្មុំបំពន់សរសៃប្រសាទឲ្យបងផឹកបន្តិចឲ្យស្រួលចិត្តអ្នកលេបបន្តិចរួយសម្រាប់ដេកឲ្យលក់សិនទើបស្អែកធ្វើវះកាត់បានល្អដាក់មុនទៅសិនមួយផ្លែតខ្ញុំមកលេបក្រោយយោបងទី2អ្នកសង្ស័យថាក្នុងតែមានអីមិនល្អមែនទេគាត់ផឹកហើយណាខ្ញុំស្រឡាញ់បងតែចង់ឲ្យបងសម្រាប់បន្តិចហេតុអ្វីគាត់មិនប៉ះពាល់មិនអាចទៅរួចទេនៅកន្លែងយន់ស៊ូគាត់ដាក់ថ្នាំលើបងទី2ហើយនេះកំពុងកើតអ្វីមែនទេថាលើកនេះយេស៊ីនមិនចង់ធ្វើបាបជីងយ៉ានឬក៏ខ្ញុំបានធ្វើអ្វីមួយធ្វើឲ្យគេគិតថាខ្ញុំចង់ធ្វើបាបអ្នកទាំងអស់អរគុណសូមទោសបងទី2គិតលើសទៅហើយបងនឹងផឹកតែដែលម៉ៅមីយកមកឲ្យប៉ុណ្ណោះអមដោយព្រះអបអសាទរម្ចាស់ប្រព័ន្ធប្រែបំលែងវាសនាជោគជ័យសាច់រឿងកំហុសវះកាត់របស់សៅជីងយ៉ានត្រូវបានបំផ្លែងពិន្ទុប្រែវាសនាបន្ថែម200ឆ្មាខ្លាំងអីនេះអ្នកឈួតហើយឬឆ្មាគួរឲ្យស្អប់មែនអ្នកដឹងទេដៃបងទី2ខ្ញុំមានតម្លៃប៉ុណ្ណាបើដៃគាត់រងរបួសអ្នកទូទាត់បានទេបងទី2អ្នកមិនអីទេទាំងអស់ក៏ដោយខ្ញុំបើមិនខ្ញុំយកតែមកឲ្យអ្នកនរណាអាចលេងលើអ្នកបានតែអ្នកយកមកបន្ថែមអ្វីបង្កអាឡែស៊ីឲ្យបងទី2អ្នកផឹកខ្លួនឯងវិញមិនមានអាឡែស៊ីទេឆាវយ៉ាក់ស៊ីនអ្នកដឹងល្អបងទី2អាឡែកខ្លាំងផ្កាកុលាបហេតុអ្វីបានជាតែនេះមានក្លិនប្រេងកុលាបអើមលឺអីប៉ាមុននេះយ៉ាវស្ទើរធ្វើឲ្យបងទី2រងរបួសឥឡូវក៏បង្ករឿងបែបនេះទៀតយើងបញ្ជូននាងចេញឲ្យលឿនទៅមួយឈុតមនុស្សអាក្រក់មិនដឹងមុនគិតថាមិនយល់ភាសាមនុស្សឬមកគាត់មិនអៀនកែវតែបែកមួយបែកទៅក៏បែកទៅគ្រួសារសៅយើងខ្វះកែវមួយទេប៉ាបាននិយាយត្រឹមត្រូវរយកែវមួយប៉ុណ្ណោះយ៉ាវក៏ធ្វើបែបនេះដើម្បីការពារបងទី2កណ្ដោនេះស្ទើរធ្វើឲ្យអ្នករងរបួសបើមិនមែនអ្នកបន្ថែមទឹកកកកុលាបចូលទៅទេមិនដឹងថានឹងកើតអ្វីឡើងទៀតមើលទៅវិញក៏ស្រាប់តែសត្វតូចអាក្រក់នេះទេតាំងពីវាមកមនុស្សគ្រប់គ្នាប្រែជាប៉ាទាំងអស់បងមិនស្រឡាញ់ខ្ញុំទៀតទេប៉ានិយាយត្រូវហើយប្រហែលខ្ញុំតានតឹងពេកទៅរំខានបងនៅបើអញ្ចឹងហើយអញ្ចឹងទៅបន្ទាប់មកឲ្យខ្ញុំមកថែយ៉ាវវិញក៏បានបើឲ្យនាងមកមើលថែខ្ញុំវិញខ្ញុំខ្លាចណាស់ថាមិនទាន់ដល់ព្រឹកស្មៅលើភ្នោពេលរសៀលក៏លូតដល់2ម៉ែត្រមើលមិនឃើញទេយ៉ាវខ្លាចដល់សក់រនឡើងហើយនាងមិនចូលចិត្តទេដូច្នេះកុំទៅចិត្តវាល្អជាងកុំឲ្យពេលក្រោយវាខំវិញបន្ទាប់មកវិញនឹងអើពើយំយ៉ាវដាក់បន្ទោសលើយ៉ាវទៀតយ៉ាបងទី2សៅជីងយ៉ានដែលធ្លាប់ល្អជាមួយនាងស្រាប់តែបំលែងអាកប្បកិរិយាធ្វើជាមិនដឹងមិនលឺខ្ញុំភ្ញាក់ឡើងហើយមិនមែនល្ងងទេខ្ញុំចិត្តស្លាប់ដោយការក្បត់របស់នាងតើខ្ញុំនឹងនៅល្អជាមួយនាងទៀតទេពីនេះទៅយ៉ាវគឺជាសមាជិកគ្រួសារសៅរបស់យើងខ្ញុំមិនអង់លូនណាម្នាក់ប៉ះពាល់យ៉ាវទៀតឡើយជាពុកជាសត្វតូចនោះហើយជាពួកអ្នកទាំងអស់ខ្ញុំនឹងមិនឲ្យអ្នករស់ស្រួលទេ
សុទ្ធតែអូនកូនសត្វអាក្រក់នេះបង្កឲ្យខ្ញុំត្រូវគេមើលងាយបំផ្លាញផែនការខ្ញុំប្រាថ្នាឲ្យអូនស្លាប់ទៅឲ្យបានល្អដែល វត្តនេះមានប្រព័ន្ធការពារបើមិនមានទេមុននេះជីវិតខ្ញុំអស់ទៅហើយយោអូនមិនអីទេប៉ុន្មានបងអូនឆ្មានេះអាក្រក់ណាស់វានៅលើខ្លួនវាបញ្ចេញពន្លឺមាសបាញ់អូនឲ្យហោះចេញទៅឆ្ងាយអូននិយាយមិនគ្រប់គ្រាន់ទេយោអាចជាអ្នកអាក្រក់បានឬពាក់កណ្ដាលយប់អូនចូលបន្ទប់យោហើយកាន់បញ្ចូលមកវិញចុងក្រោយអូនចង់ធ្វើអីវាខ្ញុំស្រាវជ្រាវលើអ៊ីនធឺណិតឃើញថាកូនឆ្មាបើមិនចាក់វ៉ាក់សាំងទាន់ពេលនឹងឈឺធ្ងន់ខ្ញុំបារម្ភយោទើបចង់ចាក់វ៉ាក់សាំងឲ្យវាអូនវិញគ្រាន់តែចង់ពុលសម្រាប់វាក្នុងបញ្ចូលនោះមិនមែនវ៉ាក់សាំងទេគឺជាថ្នាំពុលខ្លាំងក្នុងនេះជាថ្នាំសន្លប់ខ្លាំងណាស់អាចធ្វើឲ្យសត្វចចកធំមួយស្លាប់ភ្លាមមកខ្ញុំមិនដឹងទេខ្ញុំពិតជាគ្រាន់តែចាក់វ៉ាក់សាំងឲ្យវាប៉ាអូនមិនមានចេតនាខូចទេគ្រប់ហើយយីស៊ីនអូនចេញទៅមុនប៉ាមិនជឿខ្ញុំទៀតហើយទេចេញទៅគ្មានភស្តុតាងផ្ទាល់បើមិនដូច្នោះទេកូនសត្វអាគុណនេះត្រូវបានបោះចេញពីផ្ទះពីនេះទៅត្រូវអូសយោនៅចិត្តខ្លួនគ្រប់ពេលមិនឲ្យយីស៊ីនមានឱកាសចូលចិត្តវាទៀតខ្ញុំមានប៉ានិងបងលោកការពារឆ្មាខ្ញុំជាឈ្មោះសំណាងល្អបំផុតលើពិភពលោកស៊ូចុងខ្ញុំកាន់សម្ងាត់ស្នូគម្រោងវប្បធម៌ទេសចរគ្រួសារសោតតម្លៃរយពាន់លានតែបើលោកជួយខ្ញុំបំបែកគ្រួសារសោធ្វើឲ្យឆ្មាព្រៃនោះស្លាប់ខ្ញុំឮថាគ្រួសារសោមានសត្វសេរីនៅក្នុងផ្ទះថ្ងៃនេះឃើញផ្ទាល់មានសម្រស់និងអេរិយាបថមិនធម្មតានេះជារសជាតិធាន់ឆុងមែនទេផាសុកដល់ថ្នាក់នេះមែនជាចំណុចកំពូលក្នុងជីវិតឆ្មាមែនសោចុងគម្រោងធំមហិមាទាំងនេះប្រើផែនការចម្លងមកបើមិនខ្មាស់មុខទេឬស៊ូឈីអានកុំមកបោកបញ្ឆោតនៅទីនេះផែនការគម្រោងគ្រួសារសោយើងសុទ្ធស្នាដៃដើមនិយាយមើលលើងាយខ្ញុំមិនបានកុហកទេមើលម្ដងក៏ដឹងហើយសូមមើលឲ្យច្បាស់ទៅស្នាដៃដើមពិតប្រាកដគឺរបស់ខ្ញុំគ្រួសារសោជាចោលខ្មាស់មុខលួចយកគំនិតយើងប៉ុណ្ណោះលោកស៊ូសូមគុំក្តៅក្រហមបងប្រុសខ្ញុំគ្រាន់តែភ័ន្តខានធ្វើខុសបន្តិចបន្តួចខ្ញុំនឹងសុំទោសជំនួសពួកគេមើលទៅខ្ចីដៃគេសម្រាប់មនុស្សមែនអ្នកទើបលេចព័ត៌មានសម្ងាត់ឲ្យស៊ូស៊ីយ៉ូឥឡូវមកសម្ដែងជាមនុស្សចិត្តធំសុំទោសជំនួសបងប្រុសឲ្យគេយល់ច្រឡំថាបងប្រុសជាអ្នកចម្លងបង្កើតឲ្យគេចម្លងប្រែក្លាយជាការពិតរួចត្រឡប់មកលេងមុខជាមនុស្សមិនដឹងអ្វីសុំទោសបន្តិចមុខមាត់ក៏បានគេក៏បាននេះហៅថាសម្រាប់មនុស្សបំផ្លាញចិត្តបាទខ្ញុំឃើញចេញហើយនាងប្រកាសជាប់ដៃស៊ូស៊ីយ៉ានរៀបគ្រងមកវាយើងច្បាស់កុំរអ៊ូលមើលថាពួកគេនៅចុងក្រោយចង់ធ្វើអ្វីមែន肖总， ស៊ូម្ដងតើគ្រួសារស៊ូនិយាយពិតទេគម្រោងគ្រួសារសៅពិតជាចម្លងឬគ្រួសារសៅក្រុងសងសំណងម្យ៉ាងណាគ្រួសារស៊ូនឹងដកខ្លួនចេញពីគម្រោងវប្បធម៌ទេសចរនេះឬលោកសៅឈុងបើគម្រោងចម្លងមែនយើងនឹងបញ្ឈប់ការសហការភ្លាមមើលដកវិនិយោគចេញទាំងស្រុងហើយនឹងបន្តដេញតាមទោសមើលកិច្ចសន្យារបស់អ្នកតើអ្នកគិតយ៉ាងម៉េចបើអ្វីបែបនេះគ្រួសារសៅអស់បំណុលបែកបាក់ទេតើកម្លាំងសាច់រឿងមិនអាចប្រឆាំងបានឬលោកសៅឈុងលោកសៅជីងធាមានអ្វីនិយាយទៀតទេខ្ញុំផ្ដល់អនុសាសន៍ឲ្យអ្នកទាំងពីរយកស្ថានភាពចេញមកសុំទោសបោះបង់គម្រោងហើយសងសំណងការខាតបង់របស់គ្រួសារស៊ូបើមិនដូច្នោះទេខ្ញុំនឹងធ្វើឲ្យគ្រួសារសៅអ្នកមិនអាចឈរលើជើងក្នុងសហគមន៍ពាណិជ្ជកម្មបានទៀតប៉ាយើងសុំទោសមុនបានទេមិនដូច្នោះទេមូលនិធិគេនឹងដកចេញគ្រួសារសៅខាតបង់មែនទេនោះមិនចម្លងគេសុំទោសមិញអ្នកគឺរំលឹកឲ្យយើងថយក្រោយម្ដងចុងក្រោយអ្នកចង់អីយីស៊ីនអ្នកមិនជួយបកស្រាយបញ្ហាទេតែបញ្ចុះបញ្ចូលឲ្យយើងលះបង់ចុងក្រោយអ្នកឈរខាងណាខ្ញុំប្រកាសជាជួយខាងគ្រួសារយើងហើយបងធំឈួតនោះដាក់ watermark លើងលាក់ក្នុងគម្រោងរួចហើយរកឃើញបន្តិចទៀតក៏បង្ហាញបានថាយើងមិនខុសអីសូមឲ្យអ្នកទាំងអស់គ្នាស្ងៀមមកលោកស៊ូភៀសតតាងទាំងនេះរន្ទ្រីពេញមួយខ្ញុំមានភស្តុតាងសូមមើលមកនេះគម្រោងគ្រួសារសៅមាន watermark ពិសេសប្រឆាំងការប្រែប្រួលភ្នែកធម្មតាមើលមិនច្បាស់តែបច្ចេកវិទ្យាអាចរកឃើញបានលោកស៊ូបកស្រាយថាហេតុអ្វីគំនូររចនាគ្រួសារស៊ូមានអក្សរសៅរបស់គ្រួសារសៅនិយាយក៏អាចជាអកុសលមិនមានភស្តុតាងផ្សេងទៀតទេកុំមកកុហកបោកយើងទេ watermark នោះគ្រាន់តែអកុសលប៉ុណ្ណោះហើយកំណត់ត្រាចាត់ទុកជជែកនឹងភស្តុតាងផ្ទេរប្រាក់អកុសលដែរឬយោកំពុងទៅរកវិធីហើយ
មើលនេះទៅទាំងអស់គ្នានេះជាភួស្តាងមិនមែនទេមិនមែនបែបនេះទេស៊ូឈៀនយីស៊ីនអ្នកទាំងពីរលួចយកអាចកំបាំងពាណិជ្ជកម្មបង្កើតភួស្តាងคล้ายៗបោកបញ្ឆោតគ្រួសារស្យោពិតជាទៀបធំមិនអាចត្រាំបានមិនមែនប៉ាខ្ញុំទេទាំងនេះคล้ายៗយើខ្ញុំមិនដែលលក់អាចកំបាំងទេដល់ពេលនេះហើយនៅតែព្យាយាមបោកបញ្ឆោតចាប់ពីថ្ងៃនេះនឹងបង្កប់សិទ្ធិរបស់អ្នកនៅក្នុងក្រុមហ៊ុន Xiao Group ជារៀងរហូតបញ្ឈប់តួនាទីពីស្នូក្រុមហ៊ុននិងកម្រិតគ្រប់គ្រងខាងក្នុងហាមឃាត់ពាក់ព័ន្ធនឹងអាជីវកម្មឬគម្រោងរបស់ក្រុមហ៊ុន Xiao ទៀតអបអរសាទរម្ចាស់រៀងបំលែងវិបត្តិក្នុងគ្រួសារ Xiao ឲ្យជោគជ័យបំលែងវាសនាកើនឡើងខ្លាំងXiao Xiong បើអ្នកមិនមេត្តាខ្ញុំបែបនេះកុំថ្លែងថាខ្ញុំដាក់ដៃរឹងប៉ុន្មានថ្ងៃបាត់អ្នកក្រុមហ៊ុន Xiao Group ក៏ជារបស់ខ្ញុំហើយយើក្នុងសាច់រឿង Xiao Yixin លួចលុយជួកម្មករឲ្យកែចង្គៀងព្យួរឲ្យមានហានិភ័យយោប៉ាត្រូវចង្គៀងបុករងរបួសធ្ងន់នៅទីនោះបន្ទាប់ Yixin ជាប់ឱកាសដកអំណាចគ្រប់គ្រងក្រុមហ៊ុនប៉ាទាំងស្រុងមើលលឿនទៅអ្នកទាំងអស់គ្នាមើលកូនឆ្មាតូចយងរំមើលបន្តិចមែនទេឆ្មាតូចឆ្លាតណាស់ប៉ាមើលខ្ញុំទៅចង្គៀងនឹងធ្លាក់ហើយសំណាងល្អប៉ារត់រហ័សបើមិនដូច្នោះទេជីវិតប៉ាអស់ទៅហើយយោកូនសត្វអាក្រក់នេះមែនទេហេតុអ្វីជ្រើសរើសពេលនេះឯងទើបរំខានបំបែកផែនការល្អរបស់ខ្ញុំអស់យីស៊ីនហេតុអ្វីអ្នកមកទីនេះប៉ាមុននេះគ្រោះថ្នាក់ខ្លាំងសំណាងល្អប៉ាមិនអីទេចាប់គាត់ភ្លាមមើលច្បាស់ណាស់ថាគាត់ជាអ្នកធ្វើអាក្រក់មិនសូវដឹងខ្មាស់ទេកន្លែងនេះមិនមែនរបស់អ្នកទេទៅវិញទៅមិនគិតសោះថាគាត់មិនខ្វល់សេចក្តីស្រឡាញ់ប៉ាកូនទេទំនងគ្រួសារ Xiao មិនអាចទុកគាត់នៅទីនេះទៀតប៉ា Xiao មិនអាចធ្វើបែបនោះបានទេ Xiao Yixin លាក់ខ្លួនបង្កប់ខ្សែភ្លើងសម្ងាត់ជាច្រើននៅក្នុងក្រុមហ៊ុនបើឥឡូវនេះបណ្ដេញគាត់ចេញគាត់អូសទាញគ្រួសារ Xiao ឲ្យរងគ្រោះរហូតដល់ចុងជីវិតដូច្នេះទុកឲ្យគាត់នៅម្ដងទៀតរងចាំឱកាសសមស្របមួយដើម្បីដោះស្រាយគាត់ឲ្យចាប់ខ្លួនចិញ្ចឹម15 ឆ្នាំទើបលូតលាស់ចេញជាកូនក្រពើមិនស្គាល់អិនគុណបែបនេះប៉ាបងធំឥឡូវនេះយើងមិនអាចបោះចោលគាត់ភ្លាមទេ Xiao Yixin គំនិតជ្រៅការប្រកួតដេញតម្លៃគម្រោងលើកនេះគាត់ប្រកាសមានផែនការបំរុងទុករួចហើយបើធ្វើអ្វីមិនគិតអាចប៉ះពាល់ដល់រឿងមិនខុសទេការដេញថ្លៃគម្រោងលើកនេះជាការងារធំបំផុតរបស់គ្រួសារ Xiao ឆ្នាំនេះមិនអាចឲ្យមានកំហុសតែមួយក៏មិនបានជីរ៉ានគាត់ចង់យកសន្និសីទនេះធ្វើជាការប្រឡងក៏ឲ្យគាត់ប្រឡងទៅតាមចិត្តយិងធាននិយាយត្រឹមត្រូវខ្ញុំនឹងនៅការិយាល័យជាមេដឹកនាំសម្ងាត់ដែលគាត់បានដាក់បញ្ចូលក្នុងក្រុមហ៊ុនអស់ប៉ុន្មានឆ្នាំនេះចាប់យកម្នាក់មួយដកចេញអស់ឲ្យខ្ញុំកិច្ចប្រកួតដេញថ្លៃនៅទីនោះប្រាប់ឲ្យ3នាក់ទៅដោះស្រាយចាំយកយោវទៅជាមួយឲ្យបានហ្មត់ចត់វាជាអាស្រ័យកម្លាំងធំបំផុតរបស់ពួកយើងគឺជាបាប៉ាបងណាអ្នកទៅណាហេតុអ្វីមិនយកខ្ញុំទៅយើងទៅធ្វើការសំខាន់មិនមែនកន្លែងអ្នកគួរទេអ្នកនៅស្ងៀមនៅផ្ទះល្អជាងបងធំខ្ញុំសុំទោសមុននេះខ្ញុំមិនយល់ទេមិនចង់ឲ្យបងខឹងទេតែខ្ញុំពិតជាចង់ជួយគ្រួសារឲ្យបានមែនទេខ្ញុំចង់ទៅជាមួយបងណាអនុញ្ញាតឲ្យខ្ញុំទៅបានទេមិនចាំបាច់ទេនៅផ្ទះក៏ត្រូវការអ្នកមើលថែផ្ទះក៏ល្អហើយកញ្ញាសោះសុំទោសបើគ្មានការអនុញ្ញាតពីលោកម្ចាស់អ្នកមិនអាចចេញពីវីឡានេះមិនឲ្យខ្ញុំចូលប្រកួតដេញតម្លៃគឺចង់ដកអំណាចខ្ញុំអស់ស្រុងឬមិនអាចទេខ្ញុំត្រូវគេឃុំឃាំងនៅក្នុងផ្ទះ Xiao រួចហើយអ្នករកវិធីនាំខ្ញុំចេញទៅក្រៅបន្តិចមើលនាំអ្នកចេញទៅក្រៅអ្នកអាចឲ្យអ្វីខ្ញុំបើអ្នកជួយឲ្យខ្ញុំលួចចូលកន្លែងប្រជុំខ្ញុំអាចជួយអ្នកបំផ្លាញការប្រកួតដេញថ្លៃរបស់គ្រួសារ Xiao ឲ្យបរាជ័យអាចផ្ទេរសិទ្ធិបើកបរពាណិជ្ជកម្មជាមួយគម្រោងនេះឲ្យគាត់គ្រប់គ្រងម្នាក់ឯងក៏អាចផ្ទេរទាំងអស់ឲ្យប៉ារបស់អ្នកហេតុអ្វីរវល់អីប៉ុណ្ណាបើគ្មានខ្ញុំចេញពីច្រកទ្វារធំគ្រួសារ Xiao ក៏មិនអាចទេនិយាយមក
អ្នកអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះឲ្យខ្ញុំដើម្បីឲ្យខ្ញុំសម្រេចហានិភ័យនាំអ្នកចូលសារប្រជុំគ្រាន់តែអ្នកបញ្ចូលខ្ញុំចូលសារប្រជុំខ្ញុំអាចជួយអ្នកបំផ្លាញសិទ្ធិដេញថ្លៃរបស់គ្រួសារเช่าឲ្យខ្ទេចចុះធ្វើឲ្យเช่าស៊ីជីថ្វាន់ដួលរលំមិនអាចក្រឡប់ឡើងវិញបានទៀតល្អត្រូវគ្នាតែអ្នកល្អប្រសើរនិយាយអ្វីឲ្យត្រូវបើអ្នកហ៊ានលេងល្បិចលើខ្ញុំមិនទុកឲ្យអ្នករស់សុខទេក្នុងនេះមានបៀដៃនិងតម្លៃចុងក្រោយរបស់គ្រួសារសោកសម្រាប់ដេញថ្លៃនេះបញ្ជីនេះជាកំណត់សម្គាល់របស់ខ្ញុំលើក្រុមប្រឹក្សាស្នូលមួយចំនួនអ្នកទៅតាក់ទងរៀបចំមុនឲ្យរួចអូហាក់ដូចជាអ្នករៀបចំបានរួចរាល់ណាស់ប៉ាមិនបាច់ព្រួយទេបើអាចយកគម្រោងតុងហ្វាំងយួនជីងមកបានប្រាក់ចំណេញអនាគតយ៉ាងហោចណាស់ក៏អាចកើនដល់10 ដងល្អមិនខុសជាកូនស្រីប៉ាតេម៉ាំងស៊ីងសៅទាំងអស់រងចាំមើលទៅលើកនេះខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាអស់មុខអស់មាត់ឲ្យអស់សពគ្រប់ឯកសារទាំងនេះច្រើនពេកមើលអស់មិនដល់សោះដៃគូហាក់ការមានគុណសម្បត្តិប៉ុន្តែក៏មានខ្សោយដែរគម្រោងតុងហ្វាំងសឹងជីងនេះយើងមិនអាចបរាជ័យបានទេនៅសល់ពាក់កណ្ដាលម៉ោងទៀតការជ្រើសរើសជាមុននឹងបិទយើងត្រូវសម្រេចលឿនមិនដូច្នោះទេនឹងមិនទាន់ពិតជាបងប្រុសឈួតមែនធ្វើអីទៅជ្រើសឈិងឡានឈើជីវ័នមកក្នុងសៀវភៅដើមxiao ye xingអាស្រ័យលើគម្រោងនេះទើបកក់បានទ្រព្យឲ្យ3លានបន្ទាប់មកយកប្រាក់ចំណេញនោះទៅប៉ះពាល់ទិញxiao shi ji thuanវិញមិនស្មានថាxiao shi ji thuanនឹងមកចាប់ដៃសហការជាមួយស្ថាប័នរចនាតូចជើងទេសមត្ថភាពរចនារបស់ឈិងឡានឈើជីវ័នគឺជាអ្វីដែលយើងត្រូវការឥឡូវនេះយើងរួចចិត្តផ្ដល់លក្ខខណ្ឌសហការដ៏ល្អបំផុតមិនមែនត្រឹមស្ថាប័នរចនាឈិងឡានទេគម្រោងផ្សេងរឹកក៏ស៊ូសឹងមិនអាចឲ្យបងរំលងបានយ៉ាវបងយល់ហើយអ្នកចង់ឲ្យយើងយកក្រុមហ៊ុននេះបងធំមែនជាខ្លាំងបងធំឲ្យនឹងទៅជាមួយចេញរានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទាំងនេះទីនេះបងចំមាត់ឲ្យបងហើយទៅតាយ៉ាងម៉េចបានចុះហត្ថលេខារួចឬនៅកញ្ញាxiaoក្រុមហ៊ុនក្នុងបញ្ជីអ្នកទាំងអស់គ្រួសារxiaoចុះកិច្ចសន្យាហើយសហការតែមួយគត់មិនទុកជំរឿបំរុងសោះមិនអាចទៅរួចទេពិតជាមិនអាចទៅរួចទេពិតជាមិនអាចទៅរួចអ្នកទាំងនោះដៃគូទាំងនោះខ្ញុំតាក់ទងរៀបចំមុនយូរហើយតើហេតុអ្វីគេគ្រួសារxiaoឆក់មុនខ្ញុំនឹងដឹងមែនទេអ្នកមិនថាអស់អីរៀបចំរួចហើយទេឥឡូវនេះត្រូវធ្វើម៉េចទៀតហេតុអ្វីកើតបញ្ហាបែបនេះតើស្ថាប័នរចនា Kingland ឯងសូត្រថាគ្រួសារxiaoកំពុងចរចាមិនអីទេបើស្ថាប័នរចនា Kingland នៅតែមានទីតាំងនៅទីនោះយើងនៅមានឱកាសព្រុសប្រាក់ចំណេញពីស្ថាប័នរចនានេះខ្ពស់ជាងគេផ្សេងច្រើនដងល្អតែនេះជាឱកាសចុងក្រោយហើយបើព្យាយាមបរាជ័យម្ដងទៀតកុំថ្លែងថាខ្ញុំមិនស្រឡាញ់ទេប៉ាកុំបារម្ភសម្រងនេះយើងត្រូវឈ្នះទ្រព្យគ្រួសារxiaoខ្ញុំត្រូវយកឲ្យបានល្អណាស់តែបើយកគម្រោងរួមការងារស្ថាប័នរចនាឈិងឡាននេះប្រកាសល្បីហួសហេតុបងគម្រោងសំខាន់ប៉ុណ្ណឹងគម្រោងធំតែយកឆ្មាមកចរចាមិនយកប្អូនស្រីមកទេឬឲ្យប្អូននិយាយម្ដងលេងជាមុខអាក្រក់បោកយកមេត្តាករុណាអ្នកពឹងលើឈុតនេះទើបបំបីការរួមដៃបានលើកនេះមិនឲ្យអ្នកសម្រេចបំណងទេគ្រួសារxiaoប្រព្រឹត្តតិចចំពោះកូនស្រីចិញ្ចឹមបែបនេះសូម្បីជីវិតឆ្មាមួយក៏មិនស្មើពិតជាខ្លាំងហួសគ្រួសារxiaoនេះមានអីទៅមិនអើពើប្អូនស្រីពូឈៀមទៅតែថ្ងៃអូសឆ្មាមួយរត់ទៅរត់មកមិនចម្លែកប៉ុន្មានទេមុននេះមនុស្សគេនិយាយថាគ្រួសារxiaoស្រឡាញ់កូនស្រីដល់ពោះប៉ុន្តែឥឡូវគឺលេងទូប៉ុណ្ណោះមិនស្មើឆ្មាមួយទេខ្ញុំមិនចង់បង្ករឿងអីទេ
គ្រាន់តែចង់ចូលរួមជួយគ្រួសារបន្តិចបន្តួចប៉ុណ្ណោះតែបងប្រុសសមិនដែលទុកចិត្តខ្ញុំគេនឹកស្រមៃថាខ្ញុំស្រឡាញ់តែឆ្មានេះមកទៀតហើយអូយប្អូនស្រីអាក្រក់ម្នាក់ចង់លេងតួអាក្រក់ទេចង់ឲ្យមនុស្សបន្ទោសបងប្រុសស្អីដើម្បីឲ្យបងប្រុសសឹកខកខានគម្រោងនេះសោកស្ដាយណាស់ឥឡូវនេះមិនមែនជាមនុស្សទេបើមិនដូច្នោះនឹងប្រកួតមើលថានរណាខូចជាងនរណាមិនជឿថាចាញ់ទេគិតក៏ខឹងចិត្តផ្ទុះប្អូនស្រីអានិយាយបែបនេះបងប្រុសឈឺចិត្តខ្លាំងណាស់គម្រោងនេះក្រុមយើងខំធ្វើចិត្តកន្លះឆ្នាំមើលមុខបងស្បែកមុខស្ទើរតែរលាយហើយតែប្អូនវិញប្អូននៅផ្ទះទៅទិញអីវ៉ាន់ធ្វើស្ប៉ាជួបមិត្តស្រីផឹកតែម្ដងណាប្អូនសួរអំពីវឌ្ឍនភាពគម្រោងបងធ្វើការរវល់មិនទាន់ដកដង្ហើមតែប្អូនវិញទូរស័ព្ទក៏មិនមានថ្ងៃនេះបងមិនអូសប្អូនមកទេព្រោះខ្លាចការប្រកួតពាណិជ្ជកម្មតឹងរឹងបែបនេះនឹងធ្វើឲ្យប្អូននឿយឺហេតុអ្វីបានជាប្អូនបកប្រែចិត្តបងប្រុសសបែបនេះពិតជាត្រូវតែជាមនុស្សពិសេសក្មេងនេះអាចបង្ហាញខ្លួនបានល្អស៊ូសុងតោសសោកចិត្តចង់ដឹងការប្រកួតដេញតម្លៃអញ្ជើញតាមប្រព័ន្ធតឹងរឹងអ្នកមិនមែនជាភាគីដេញតម្លៃក៏មិនមែនជាអ្នករៀបចំតាអ្នកចូលមកក្នុងសាលាបានដូចម្ដេចចូលមកទីនេះចេតនាបំផ្លាញទំនាក់ទំនងបងប្អូនយើងតើមាននរណាស្នើឲ្យធ្វើអូយ៉ាឡៃរូស៊ឺប្រកាសជាកញ្ញាសៅចង់បំបីទំនាក់ទំនងដោយនាំមនុស្សក្រៅចូលសាលាមិនយល់ការគិតមិនដឹងកាលៈទេសៈសៅគ្រួសារលើកគាត់ឲ្យរស់ល្អតែគាត់មិនដឹងគុណនៅតែចង់បំបីការដេញតម្លៃរបស់គ្រួសារជិនជាយ៉ាងពុះស៊ូដបៃយ៉ាងឡងបងប្រុសខ្ញុំគ្រាន់តែចង់ជួយគ្រួសារបន្តិចប៉ុណ្ណោះបាទប្អូនចង់ជួយគ្រួសារណាស់ដើម្បីបញ្ជូនមនុស្សគ្រប់គ្នាឲ្យចេញអស់ជួយពេលយើងអង្គុយធ្វើគម្រោងយប់មិនដេកនៅពេលនោះទៅលេងបរទេសប្រជុំក្រុមហ៊ុនធម្មតាក៏មិនមកចូលរួមទេឥឡូវគម្រោងចូលដំណាក់កាលសំខាន់ហើយទើបអ្នកលោតចេញមកថាចង់ចូលរួមខិតខំអ្នកគិតថាពួកយើងនឹងជឿអ្នកមែនទេសូមទោសលោកស្រីសៅក្រុមរចនាស្នូលបានចុះកិច្ចសន្យាជនជាមួយគ្រួសារសៅរួចហើយដូច្នេះយើងមិនអាចទទួលយោបល់ពីអ្នកទៀតទេបងទី3អ្នកទៅចុះឈ្មោះពេញលុះដោយមិនប្រាប់ខ្ញុំសោះបានយ៉ាងម៉េចអ្នកមិនគួរធ្វើបែបនេះចំពោះខ្ញុំទេពេលយើងទៅចុះឈ្មោះអ្នកទៅទិញអីវ៉ាន់នៅក្រៅប្រទេសសារ៉ាក្រុមហ៊ុនផ្ញើក៏មិនឆ្លើយវិញនរណាដឹងថាអ្នកនឹងចាប់អារម្មណ៍លើវាក៏និយាយថាយើងជាបងប្អូនពូឈាមដូចគ្នាបើគម្រោងបានជោគជ័យប្រាក់ចំណេញជារបស់គ្រួសារសៅតើហេតុអ្វីត្រូវបែងចែកឲ្យច្បាស់មិនមែនថាអ្នកចង់បែកចេញពីគ្រួសារសៅជាមុនទេឬខ្ញុំមិនមែនបែបនោះទេគ្រួសារសៅអកុសលខ្លាំងបាត់បង់សំណាងជាយូរចិញ្ចឹមមនុស្សបែបនេះធំឡើងមិនខំធ្វើការតែថែមទាំងចង់ទូគម្រោងមកទៀតមុខមាត់គាត់ក៏ក្រាស់ខ្លាំងបាក់ឲ្យមិនគិតថាគាត់មានគំនិតបែបនេះមុនទេចិញ្ចឹមមិនស្រឡាញ់ស្រែកជាខ្លាឃ្មុំយ៉ាងហោចណាស់សៅយេស៊ីនមិនមែនអ្នកប្រាប់ថាគ្មានបញ្ហាឬឥឡូវសិទ្ធិកាន់កាប់ប្រតិបត្តិការទាំងមូលបាត់បង់ទៅតើអ្នកចង់លេងល្បែងបោកខ្ញុំឬអីមិនអាចទេធ្វើឲ្យសៅជីងធានខកខានបង្ហាញចុងក្រោយគ្រួសារសៅនឹងបាត់សិទ្ធិប្រកួតប្រជែងភ្លាមមកដល់ពេលគម្រោងខ្លាយជារបស់យើងជួយបំបែកសៅជីងរ៉ាន់និងសៅជីងយ៉ានចេញពីទីនោះសៅជីងធានខ្ញុំនឹងទៅដោះស្រាយដោយខ្លួនឯងពន្យាគាត់តែ10នាទីគម្រោងនឹងជារបស់យើងអ្វីដែលអ្នកស្នើខ្ញុំនឹងយល់ព្រមមុខជាវីលែនធ្វើឲ្យខ្ញុំពិតជាធុញហត់ត្រូវសម្រាកលើកនេះយកគម្រោងមកវិញបាននឹងជាការប្រែជោគវាសនាប៉ុន្មានលោកសៅសំខាងអ្នករៀបចំប្រកួតប្រជែងប្រព័ន្ធមានបញ្ហាត្រូវការឲ្យលោកទាំងពីរទៅក្រោយឆាកដើម្បីពិនិត្យឯកសារអះអាងសមត្ថភាពម្ដងទៀតបើមិនទៅឥឡូវនឹងបាត់សិទ្ធិចូលរបាយការណ៍ទៅពិនិត្យរួចមុននេះមែនហេតុអ្វីបញ្ហាវិញទៀតខ្ញុំក៏មិនដឹងគេ protection ថាស្ថានភាពបន្ទាន់ត្រូវឲ្យបងទាំងពីរទៅផ្ទាល់បញ្ជាក់ហត្ថលេខាមែនទេឯកសារបងធំបានពិនិត្យហើយតើហេតុអ្វីនៅមានបញ្ហាទៀតមិនមែនសៅយេស៊ីងចង់បង្ការរឿងម្ដងទៀតទេសៅខ្ញុំទៅជាមួយពួកគេមិនបានឬសៅសុងអ្នកជាអ្នករាយការណ៍ចម្បងកំពុងឡើងឆាកកុំចេញបន្ទប់សម្រាប់ឲ្យលោកសៅទាំងពីរចេញទៅពិនិត្យចូលកិច្ចប្រជុំចិត្តចាប់ផ្ដើមហើយមិនអាចឲ្យមានកំហុសទេមិនអាចឲ្យមានកំហុសបានទេខ្ញុំជាមួយជាងរ៉ានទៅមើលបងធំម្ដងអ្នករៀបចំឲ្យល្អបងចូលមកក្នុងនេះបានយ៉ាងដូចម្ដេចបងប្រុសអូនសុំទោសណាអូនយកឡាតេក្ដៅបងចូលចិត្តមកឲ្យបងកុំខឹងអូនបានទេបងអូនដឹងថាបងនយោខុសអូនតែយ៉ាងណាក៏ដោយយើងជាបងប្អូនរួមគ្នា15 ឆ្នាំហើយសូមកុំមើលរំលងបានទេមិនបានទេបងធំមិនអាចផឹកវាទេកាហ្វេនេះគេបានលាយថ្នាំសន្លប់ខ្លាំងណាស់សៅយេស៊ីងគ្រងឲ្យបងធំសៅងុយដេកបាត់ការបង្ហាញចុងក្រោយបំបីគម្រោងគ្រួសារសៅទាំងស្រុងម្ដងទៀតហើយកូនសត្វតូចប៉ុន្តែមិនអីទេខ្ញុំនៅមានឧបាយក្រោយយកថ្ងៃនេះមិនថាយ៉ាងណាទេខ្ញុំមិនឲ្យសៅជីងធានឡើងឆាកបង្ហាញទេសូមទោសបងចៅទី7អស់ទោសទាំងស្រុងកំហុសខ្ញុំមិនរឹងមាំគ្រាន់ឲ្យខ្ញុំមកសម្អាតឲ្យរួចគាត់នៅចង់លេងល្បិចអីទៀត
ប្រម៉ូដើមឈើបានគ្រប់កម្រិតអាចអាប់ឡើងរូបរាងឆ្មាខ្មៅជាមកបើកជំនាញពិសេសលីងម៉ៅសៅម្ដងតាអាប់ឥឡូវនេះទេអាប់ឲ្យលឿននោះ ហេតុអ្វីមិនឆ្លើយតបឈាមយកគ្រប់ហើយទេគ្រប់ហើយបងធំអ្នកបន្តធ្វើការរបស់អ្នកទៅហូចង់បោះបងធំខ្ញុំឲ្យផុតមិនបានទេខ្ញុំមិនអាចនៅទីនេះបន្តទៀតការប្រកាសចុងក្រោយនឹងចាប់ផ្ដើមខ្ញុំខាងកើតខាងលិចមានវិបត្តិសំខាន់ជាខ្សែសង្វាក់រំខានហើយเจ้าเยซินអ្នកលេងអីអួតអួកើតអ្វីឡើងជឿចេងទៀនមិនបានខកខានការប្រកាសចុងក្រោយទេឬវាមិនមែនជារបស់យើងទេឬគ្រួសារសៅយកឆ្មានោះទៅចុះកិច្ចសន្យាហើយការប្រកួតផ្លូវការបញ្ចប់ហើយអូនចង់លេងល្បែងចិត្តជាមួយខ្ញុំនិងស៊ូតុងចេតនាឬខ្ញុំមិនមានទេអូនដាស់ខ្ញុំឡើងមុនខ្ញុំនឹងទៅពន្យល់ឲ្យប៉ាបានដឹងពន្យល់អីទៀតត្រូវពន្យល់អីទៀតសិទ្ធិបើកអាជីវកម្មដែលព្រមគ្នាល្អឥឡូវបែកបាក់អស់ហើយเซาเยซินអ្នកកំពុងលេងល្បែងលើប៉ាខ្ញុំប៉ុណ្ណោះសូមឲ្យខ្ញុំពន្យល់មុនប្រកាសជាឆ្មាខ្ជិលនោះអាក្រក់វាជាអ្នកអាក្រក់គ្រប់យ៉ាងបាត់បង់ហើយអ្នកជាកាកសំណល់ដែលមិនអាចធ្វើអ្វីបានតែបំផ្លាញគ្រប់យ៉ាងឥឡូវនេះអ្នកត្រូវចេញពីទីនេះភ្លាមមកប្រសិនបើអ្នកមិនអាចពឹងផ្អែកលើខ្ញុំនឹងធ្វើវាឯងគ្រួសារសៅត្រូវរក្សាថេរភាពជាមុនសិនបន្ទាប់មកស្វែងរកឱកាសកម្ចាត់សម្លាប់សត្វអាក្រក់នោះឲ្យផុតខ្លួនគម្រោងនេះយើងបានឈ្នះដោយរលូនព្រោះរួមកម្លាំងធ្វើការជាមួយគ្នាហើយត្រូវអរគុណវីរបុរសធំរបស់ពួកយើងយ៉មិនខុសទេមកអ្នកឆ្មាមានគុណសាំងកើលើកកែវទឹកផ្លែឈើមួយជូនអ្នកពីនេះទៅយ៉ជាអ្នកនាំសំណាងរបស់គ្រួសារសៅមិនអាចរំលោភបំពានបានទេរឿងសមាគមពាណិជ្ជកម្មមុនប៉ានិងបងនៅគឺកំហុសខ្ញុំឯងខ្ញុំស្គាល់ខុសហើយសូមអត់ទោសខ្ញុំម្ដងនេះផងបាទចាមើលឃើញឈុតកាត់ឡើងដដែលច្រើនពេកចាប់ផ្ដើមមានអារម្មណ៍ធុញទ្រាន់ហាខ្ញុំមិនអាចអត់បានទៀតទេនេះមែនជាភ្លៀងយុទ្ធធម៌ធ្លាក់ពីមេម៉ូកូនឆ្មាយ៉បាញ់សក់មួយគ្រាប់ត្រង់គោលដៅហុំខ្ញុំជាសមាជិកលំដាប់ទី10នៃសមាគមស៊េរីសង្គ្រាមក្នុងវាំងចំណាត់ថ្នាក់ប៉ុណ្ណឹងឡើងដល់លំដាប់ទី3ប៉ុណ្ណោះសត្វអាក្រក់អ្នកចេតនាធ្វើបែបនេះឆ្មាអូសសក់ចេញវាជាប្រតិកម្មធម្មតាហេតុអ្វីខឹងវាមើលស្បែកមុខទៅថាមានអីស្អាតទេទៅបដូរខោអាវឲ្យលឿនទៅកុំឲ្យគេឃើញមុខនៅទីនេះឆ្មាព្រៃឆ្មាក្លិនស្អុយឆ្មាអាក្រក់អ្នករងចាំមើលទៅមួយថ្ងៃខាងមុខខ្ញុំនឹងសម្លាប់អ្នកដោយដៃខ្លួនឯងប៉ាបាននិយាយច្បាស់ហើយចាប់ពីការលេចធ្លាយគម្រោងរហូតដល់ការរៀបចំបង្កប់កំហុសចម្លងនៅពេលអបអរសាទរឈ្នះគម្រោងអគិភ័យនិងភ្លើងធ្លាក់នៅកន្លែងថតទាំងអស់នេះកើតពីការសម្របសម្រួលរបស់xiao yexinជាមួយស៊ូសៀនសត្វចិញ្ចឹមអត់គុណយើងចិញ្ចឹមគាត់3ឆ្នាំហើយគាត់មកគ្រងល្បិចលើពួកយើងបែបនេះតាមខ្ញុំគួរបោះចេញពីផ្ទះភ្លាមគាត់ភ័យរត់លាក់ខ្លួនប្រកាសជាឲ្យគាត់មានឱកាសបង្កប់កំហុសលើពួកយើងម្ដងទៀតឥឡូវនេះយើងបន្តប្រមូលភួសតាងហើយប្រុងប្រយ័ត្នគាត់គ្រប់ពេលកុំឲ្យគាត់មានឱកាសធ្វើបាបយើងនឹងយ៉ជាងធាននិយាយត្រឹមត្រូវយើងមិនអាចប្រញាប់ប្រញាល់បានទេត្រូវអត់ធ្មត់រងចាំរហូតប្រមូលបានភ័ស្តុតាងគ្រប់គ្រាន់ទើបដោះស្រាយគាត់ឲ្យអស់សពគ្រប់ជាជីងស៊ឺប្រាប់ថាបណ្ដុះបណ្ដាលក្រៅប្រទេសចប់ហើយនឹងត្រឡប់ឆាប់ទៅនេះប៉ាបងស៊ីងខ្ញុំមកដល់ហើយបងទី4ខណៈពេលបងទៅបណ្ដុះបណ្ដាលបន្តិចនៅបរទេសខ្ញុំគិតអំពីបងរាល់ថ្ងៃកូនស្រីឈួតអីពេលនេះបងព្រួយបារម្ភអ្នកជាងគេបង4បងនៅក៏និយាយញឹកញាប់ថាចង់ជួបអ្នកមែនទេ警察អ្នកចុងក្រោយមកដល់យើងបានរៀបចំម្ហូបដែលអ្នកចូលចិត្តរួចរាល់រងចាំអ្នកមកដល់ទើបចាប់ផ្ដើមបាយយើបង4មិនឃើញយូរសង្ហាសាច់ពស់8ចំណិតមើលហើយឃ្លានខ្លាំងណាស់ឲ្យខ្ញុំមួបន្តិចបងធំយេស៊ីងគឺប្អូនស្រីគ្រួសារយើងសាវកុំអីតែរុំជុំវិញយ៉ម្នាក់ឯងបង4កុំខឹងណាបងធំគាត់ស្រឡាញ់យ៉ប៉ុណ្ណោះ
មិនមែនមិនយកចិត្តទុកដាក់ទេបាយចិត្តត្រជាក់ហើយចូលផ្ទះមុនរយនិយាយបន្តចម្លែកណាស់មុននេះបងបួនចំពោះខ្ញុំក៏ល្អមែនទែនតែទៅបណ្ដុះបណ្ដាលមួយដំណើរមកវិញហើយហេតុអ្វីខ្លាចជាត្រជាក់បែបនេះយោសាក់ខ្ញុំមើលសាច់គោនេះម្ដងបងធំអង្គុយបាយហើយហេតុអ្វីឲ្យឆ្មានេះឡើងទៅយោក៏ជាគ្រួសារយើងអង្គុយបាយរួមគ្នាមិនអីទេស៊ីនជាប្អូនស្រីធំឡើងជាមួយយើងចៅយាយស៊ីងគឺមនុស្សពេញវ័យមានដៃជើងត្រូវបញ្ចូលបាយដល់មាត់គេហៅថាធ្វើល្អចំពោះគាត់ឬមិនស្គាល់រឿងមុនកុំមកបង្ករឿងច្របូកច្របល់ទីនេះអ្នកទៅត្រឡប់មកវិញសូមបរិភោគច្រើនទៅសិនបងបួនត្រឡប់មកផ្ទះម្ដងមិនងាយទេបងណាក់កុំខឹងគ្នាព្រោះខ្ញុំបងបួនមិនស្មារតីទេយុទ្ធសាស្ត្រទៀវបូលីជែនក្នុង35 1G បំបីទំនាក់ទំនងអ្នកនឹងបងទេស៊ីនមិនធ្វើបែបនោះទេយេស៊ីនមិនពាក់ព័ន្ធនឹងអ្នកទេពួកគេហួសហេតុពេកពេលក្រោយខ្ញុំនឹងការពារអ្នកឲ្យបានល្អតែខ្ញុំមិនដឹងចៅយេស៊ីននឹងលួចដាក់ថ្នាំពុលក្នុងអាហារសេះអ្នកពេលអ្នកចូលប្រកួតឲ្យសេះវិលមុខបុកអ្នកបាក់ឆ្អឹងខ្នងយេស៊ីននឹងដាក់ថ្នាំពុលឲ្យទ្រុយហ្វុងដូចម្ដេចបានឆ្មានេះប្រកាសនិយាយបន្លំបោកបញ្ឆោតបងទី4កុំខឹងប៉ានិងបងទៀតឡើយពួកគេគ្រាន់តែឲ្យឆ្មានោះបោកបញ្ឆោតបន្តិចប៉ុណ្ណោះឈួតហើយកុំគិតច្រើនទុកខ្ញុំនៅទីនេះអ្នកណាមិនអាចរំលោភបំពានអ្នកទេបងទី4ជួយហ្វុងស្ងប់ស្ងាត់ដូចមុនអ្នកឡើងអង្គុយលើខ្នងវាឲ្យខ្ញុំមើលម្ដងបានទេបងទី4កុំឡើងលើសេះជួយហ្វុងដាក់ថ្នាំពុលហើយវានឹងឈួតអ្នកឆាប់ចុះមកខ្មៅនេះចង់ធ្វើអីកុំរំខានទីនេះម្ដងទៀតហើយអ្នកទៅឈៀងឆ្ងាយគាត់ប្រកាសខ្លាំងណាស់ថាអាហារសេះគ្មានបញ្ហាមែនទេអាហារជួយហ្វុងមានបញ្ហាសោជីងរ៉ាន់ឈួតហើយមិនឃើញទេមិនមែនរកឃើញអីទេហើយឬទេខ្ញុំត្រូវចាប់ផ្ដើមមុនគេអីហើយសោយយាជឿនចាប់ម៉ាស៊ីនជួយហ្វុងហើយបងទី4គ្រោះថ្នាក់ហើយចង់លួចមន់ប៉ុន្តែបាត់អង្គចង់ធ្វើឲ្យបងទី4ខ្ញុំរងគ្រោះមុនចាប់ផ្ដើមត្រូវសួរថាក្រចកនេះព្រមឬអត់ឆ្មាមេតបហ្វូរកឃើញថាម្ចាស់លេចផុតពីវាសនាស្លាប់របស់សៅជីងឈឺដោយជោគជ័យប្រាក់រង្វាន់បំលែងវាសនា300បងទី4អ្នកយ៉ាងម៉េចទាំងនេះក៏ដោយខ្ញុំបើខ្ញុំមិនអោយអ្នកឡើងសេះអ្នកមិននឹងរងរបួសទេកុំធ្វើមុខខ្លែងខ្លាយទីនេះអ្នកធ្វើឲ្យជីងឈឿនមានបញ្ហាទ្រុយហ្វុងមិនធ្លាប់បង្កគ្រោះថ្នាក់ឲ្យនរណាសោះអ្វីយោនិយាយពិតហើយឬយេស៊ីនពិតជាចង់ប៉ះពាល់មែនទេដើម្បីសុវត្ថិភាពអ្នកទ្រុយហ្វុងត្រូវតែបដូរទីតាំងភ្លាមឆ្នាំនេះការប្រកួតម៉ាស៊ីនអាស៊ីមិនអាចចូលរួមបានទេហេតុអ្វីប៉ាការប្រកួតម៉ាស៊ីនអាស៊ីឆ្នាំនេះខ្ញុំរៀបចំ1ឆ្នាំហើយទ្រុយហ្វុងក៏ជាសេះដែលខ្ញុំចិញ្ចឹមមកប៉ាឲ្យបញ្ឈប់ប្រកួតវិញទេប៉ាហាមហើយឥឡូវអ្វីសំខាន់គឺរកឃើញអ្នកដាក់ថ្នាំពុលពធុមិនមែនឲ្យខ្ញុំជាប់រឿងវាទេរឿងនេះមិនអាចចរចាបានទេជីងឈឺអ្នកស្ងប់ម្ដងទៅប៉ាធ្វើបែបនេះក៏សម្រាប់សុវត្ថិភាពអ្នកដែរការប្រកួតឆ្នាំក្រោយនៅមានឱកាសទៀតយើងមិនខ្វះឆ្នាំនេះទេកុំឈួតម្ដងទៀតក៏ដោយសារព្រោះឆ្មានេះមែនទេមើលឥឡូវនេះទៅសិននិយាយមិនខុសទេអ្នកទាំងអស់គ្នាអារម្មណ៍ត្រូវវាប្រែប្លែកអស់ហើយខ្ញុំមិនទេខ្ញុំមិនបានធ្វើអីទេអ្នកភ្លេចឬថាមុននេះនរណាជួយអ្នកចាប់ពីអ្នកមានឆ្មានេះនៅក្នុងភ្នែករបស់អ្នកខ្ញុំមិនអាចស្នាក់នៅក្នុងផ្ទះនេះទេបងទី4មានអីទៅខ្ញុំឃើញអ្នករត់ចេញពីបន្ទប់ទទួលភ្ញៀវស៊ីនអ្នកនិយាយត្រឹមត្រូវប៉ានិងបងអ្នកគេផ្លាស់ប្ដូរហើយទោះបីខ្ញុំមិនយល់ថាសៀវសុងហាមសៀវចេងឈឺចូលប្រកួតកីឡាហេតុអ្វីតែវាជាឱកាសល្អមួយប្រើសៅជីងឈឺកូនឈួតធំម្នាក់នេះបំបត្តិយោកូនសត្វតូចអាក្រក់នោះឲ្យបានស្លាប់បងប្អូនទី4ប្រកាសជាដោយសារអ្នកជួយនិយាយការពីខ្ញុំទើបគាត់ខ្លាចជាបែបនេះប៉ុន្មានទេដែរក្រៅតែវាជាឆ្មាមួយប៉ុណ្ណោះមិនអីអ្វីទេបងប្អូនទី4កណ្ដោគាត់ប្រកាសជាយៈសណ្ដោរបើមិនមែនយៈសណ្ដោពិតតាហេតុអ្វីគ្រួសារគាំទ្រវាមិនអាចឲ្យឆ្មារៈនេះនៅក្នុងគ្រួសារសោទៀតបានទេបើបងប្អូនទី4បន្តបែបនេះទៅទៀតគ្រួសារសោនឹងត្រូវវាបំផ្លាញអស់
បងធំពួកគេពិតជាចូលចិត្តវាខ្លាំងបងប្អូនទី4កុំបារម្ភខ្ញុំនឹងរកមនុស្សល្អម្នាក់មកយកវាទៅចិញ្ចឹមឲ្យបានល្អបងធំអូនគិតរួចហើយមុននេះអូនហឹង្សាពេកសូមទោសបងឈឺចាប់ខ្លាំងខ្ញុំយល់អ្វីសំខាន់បងត្រូវគ្រប់គ្រងអារម្មណ៍ឲ្យល្អបងធំយ៉ាវកំពុងឈឺខ្លាំងខ្ញុំចង់យកនាងទៅពេទ្យសត្វពិនិត្យម្ដងដើម្បីសងបាបអ្វីដែលខ្ញុំធ្លាប់ធ្វើខុសកុំបារម្ភបងធំខ្ញុំនឹងថែរក្សាយូរហើយនឹងយកនាងត្រឡប់មកវិញបន្ទាប់ពីពិនិត្យរួចបងសន្យាហើយបងនឹងរកផ្ទះល្អឲ្យនាងរស់កុំបារម្ភបងប្អូនទី4ឈួតណាស់អ្នកគិតថាខ្ញុំនឹងយកនាងឲ្យគេអាដាប់យកឬអ្នកនិងបងប្អូនអ្នកអាចរងចាំស្លាប់ជាមួយសត្វតូចអាក្រក់នេះទៅមានអ្វីកើតឡើងនាងយកយ៉ាវទៅពិនិត្យឲ្យសុខភាពហេតុអ្វីនាងមិនមកវិញហៅទូរស័ព្ទក៏មិនតាក់ទងទេជីងយ៉ាននិងជីងសាយយកយ៉ាវចេញទៅពិនិត្យឥឡូវនេះយើងមិនអាចតាក់ទងនរណាម្នាក់បានសោះអ្វីខ្ញុំនឹងទៅរកជីងឃើញគាត់ឥឡូវនេះទេភ្ញាក់ឡើងមានអ្វីកើតឡើងបងធំស៊ីនយកយ៉ាវទៅហើយអ្នកនិយាយអ្វីឆាវយ៉ាក់ស៊ីនចង់សម្លាប់យ៉ាវមិនអាចទេអរគុណគាត់បងទៅជាមួយគាត់ឯងហេតុអ្វីខ្ញុំមកជាប់ទីនេះមើលសត្វតូចអ្នកបានបំផ្លាញផែនការខ្ញុំជាញឹកញាប់លើកនេះអ្នកចុងក្រោយមកជាប់ដៃខ្ញុំហើយស៊ីនកុំបែកបាយពាក្យឆាប់ឡើងហើយកុំចាត់វាទៅក្បាលក្រហមចេញមកវិញគេកំពុងសម្លាប់ឆ្មាធ្វើវាទៅកុំអៀនអីយ៉ាពិតមែនឬអ្នកណាមកជួយខ្ញុំបន្តិចស្លាប់ទៅសត្វតូចកំពុងរកឃើញថាម្ចាស់កំពុងប្រឈមមុខនឹងគ្រោះថ្នាក់ស្លាប់ភ្លាមមកការអាប់ដេតបន្ទាន់ចាប់ផ្ដើមពិន្ទុវាសនាត្រូវបានបង្កើនដល់កម្រិតខ្ពស់បំផុតឈាមពូជខ្លះខ្យល់សូវេតនូនត្រូវបានបើកហើយកែលម្អបន្ទាន់មិនមែនមនុស្សទេជាសត្វដ៏រន្ធត់ពិតបោះមានបញ្ហាមានមនុស្សក្រៅហាក់ដូចជាមកពីគ្រួសារឆាវយើងត្រូវទៅឥឡូវនេះយ៉ាវអ្នកមិនអីទេបងធំអ្នកចុងក្រោយទើបមកដល់ខ្ញុំស្ទើរតែមិនបានឃើញបងវិញទេសូមទោសយ៉ាវបងធ្វើប្រហែសបងល្ងងទុកចិត្តយ៉ាក់ស៊ីនស្ទើរតែធ្វើឲ្យអ្នកស្លាប់ឥឡូវនេះបងយល់ហើយពុកហាមអ្នកមិនឲ្យចូលដើម្បីឲ្យឆាវយ៉ាក់ស៊ីនមិនមានឱកាសធ្វើបាបអ្នកទៀតមុននេះបងមិនឆ្លាតរឿងសំណើចនេះកំហុសបងមិនអីទេលើកនេះភស្តុតាងរឹងមាំយើងមានរួចហើយឆាប់ថានេះយើងនឹងបង្ហាញឲ្យគេឃើញសម្បត្តិពិតៗរបស់ឆាវយ៉ាក់សៀនអ្នកវិកលចិត្តនោះមើលទៅនាងបានជួលមនុស្សមិនថាមានអីទេឥឡូវវាប្រកាសស្លាប់ហើយស្លាប់ទៅកាន់ហើយកាន់ល្អប៉ាកុំបារម្ភបើសត្វអាក្រក់នោះស្លាប់ទៅអ្វីនឹងត្រឡប់ដូចដើមវិញឆាវយ៉ាវនៅតែជាប៉ាយើងនិងបងប្អូនយើងដដែលបងនៅឯនៅផ្ទះមានរឿងមួយកើតអញក៏នៅដឹងត្រឡប់មកវិញទេហាយ៉ាវបាត់ទៅហើយ
មានន័យអីទេយ៉ាវយ៉ាវបាត់ទៅនាងស្ដាប់បង្គាប់ល្អប៉ុណ្ណាតើអាចជាបងធំពិតជាមនុស្សខាងក្រៅឃើញយ៉ាវយ៉ាវត្រូវបានលើកទឹកចិត្តហើយលួចយកនាងទៅស្រែកគោរឿងវាជាយ៉ាងនេះហើយគ្មានផុសតាំងវិញពួកគេអាចធ្វើអ្វីខ្ញុំបានរហូតពេលពួកគេយំច្រើនពួកគេនឹងចាំថាខ្ញុំល្អប៉ាខ្ញុំនឹងជួយប៉ាស្វែងរកនាងយប់នេះមិនថាយ៉ាងណាយើងត្រូវនាំយ៉ាវយ៉ាវត្រឡប់មកវិញនាងនឹងមិនសង្ស័យខ្ញុំឡើយព្រោះតាំងខ្លួនឯងខូចអស់ហើយពួកគេមិនអាចដឹងសេចក្តីពិតទេមិនយូរទេទ្រព្យសម្បត្តិគ្រួសារ Shelf នឹងជារបស់ខ្ញុំហើយតើអ្នកណាដែលយកយ៉ាវយ៉ាវចេញទៅក្រៅរសៀលនេះខ្ញុំស្នើឲ្យគេយកវីដេអូពីកាមេរ៉ាវីឡាមកមើលប៉ុន្តែកាមេរ៉ាខ្លះជិតខូចមិនបានថតអីទេខ្ញុំបំផ្លាញកាមេរ៉ាមុនហើយពួកគេមិនអាចរកឃើញទេបងធំអា Harry ទៅពិនិត្យកាមេរ៉ារថយន្តគាត់មុនគាត់លុបផកតាងហើយកាមេរ៉ាឃ្លៀងក៏ត្រូវពិនិត្យកាមេរ៉ារថយន្តផងអូយខ្ញុំក៏បើកឡានចេញទៅមិនបានទេពួកគេមិនអាចដឹងថាខ្ញុំទៅទីនោះគឺប្អូនទី4រសៀលនេះគាត់ម្នាក់ឯងបើកឡានចេញទៅយ៉ាវយ៉ាវបាត់ដោយសារគាត់អៀនមុខខ្លាចគេដឹងដូច្នេះនាងគប់ទោសទាំងមូលលើប្អូនទី4ចេះតែស៊ីនអ្នកកំពុងបញ្ចេញអ្វីលើប្អូនទី4សារភាពទៅព្រោះមិនស្រឡាញ់យ៉ាវយ៉ាវទេទើបចង់បោះបង់នាងដូច្នេះអ្វីដែលនាងនិយាយគឺពិតនាងជាចៅអគុណម្នាក់ឆាវយ៉ាស៊ីនមករកខ្ញុំយំហើយយ៉ាវយ៉ាវជាឆ្មាផ្សិតហើយសូមឲ្យខ្ញុំជួយយកវាចេញឆ្ងាយយើងអាចពិនិត្យវីដេអូសុវត្ថិភាពឥឡូវនេះបានទេមិនមែនបែបនោះទេសូមបងធំស្ដាប់មកប្អូនទី4កុហកជីងឈៀនឥឡូវនេះបងជឿខ្ញុំហើយឬនៅអីមែនហេតុអ្វីបានជាអ្នកនៅរស់ហេតុអ្វីអ្នកនៅមានជីវិតខ្ញុំច្បាស់ជាធ្វើរួចហើយអាល់មុនអីប៉ុន្តែអ្នកប្រកាសជាឃ្លាតសម្លាប់វាហើយទេពាក្យផ្អើលអស់សន្លប់ហើយឬអីនៅក្នុងវិហារខ្ញុំអ្នកនឹងធ្វើអីស៊ីនអាប៉ាខកចិត្តពីកូនខ្លាំងប៉ាអនុញ្ញាតឲ្យកូនពន្យល់មុនមិនដូចប៉ាគិតទេយើងទាញវីដេអូពីឃ្លាំងបង4មករួចហើយនៅតែវ៉ាហូតមែនទេជីងស៊ីនិយាយបង្ហាញហើយអ្វីទៀតដែលអ្នកនៅតែចង់តវ៉ាខ្ញុំឆាវឆាងបានចិញ្ចឹមអ្នក18ឆ្នាំដាក់ចិត្តដូចកូនឈិនរបស់ខ្ញុំម៉ាក់ខ្ញុំសុំទោសខ្ញុំដឹងខុសរយសូមឲ្យខ្ញុំឱកាសសម្ដងទៀតគ្រួសារឆាវមិនអាចទ្រាំមនុស្សខូខើមិនដឹងគុណដូចអ្នកទេអ្នកត្រូវចាក់ចេញពីគ្រួសារឆាវចាប់ពីថ្ងៃនេះទៅយើងមិនមានទំនាក់ទំនងឪពុកកូនស្រីទៀតឡើយហើយគ្រួសារឆាវនឹងមិនជួយអ្នកម្ដងទៀតទេនរណាម្នាក់យកនាងចេញចាប់ពីថ្ងៃនេះនាងហាមឃាត់មិនឲ្យចូលផ្ទះឆាវទៀតខ្ញុំជាកូនស្រីគ្រួសារឆាវត្រូវបានឆ្មាររយៈវេទទុនបំលែងនោះគឺផ្សិតពិតហេតុអ្វីខ្ញុំនៅគ្រួសារនេះ18ឆ្នាំហើយតើហេតុអ្វីអ្នកបោះបង់ខ្ញុំព្រោះសត្វគ្មានគ្រួសារឆាវខ្ញុំក៏នៅមានគ្រួសារសូខ្ញុំនឹងធ្វើឲ្យអ្នករស់ក្នុងទុក្ខវេទនារស់មិនសុខស្លាប់មិនរួចដូច្នេះឆាវយ៉ាក់ស៊ីនត្រូវបានបោះចេញពីគ្រួសារឆាវដូច្នេះមានន័យថាឪពុកកូនគ្រួសារឆាវមិនស្លាប់ទេវាកិច្ចចាប់ហើយសូមទោសវាជាសម្ងាត់កុំលបចូលកន្លែងមិនគួរថ្ងៃនេះយ៉ាវយ៉ាវត្រូវទទួលអំពើមិនសមនេះជាសាច់គោវ៉ាយូល្អញ៉ាំឲ្យច្រើនដើម្បីបំបត្តិការភ័យរឿងអាស្រូវគឺក្បត់របស់ចចអគុណត្រូវប្រុងប្រយ័ត្នកុំឲ្យលេងល្បិចម្ដងទៀតបើគេមកម្ដងទៀតខ្ញុំនឹងលាតក្បាលគេត្រឡប់ចូលពោះម្ដាយវិញឆាវយ៉ាស៊ីនបោះចេញទៅហើយប៉ុន្តែនាងមិនអាចបោះបង់បានទេស៊ីនជិនគឺជាមនុស្សមិនបោះបង់អំពើអាក្រក់របស់នាងត្រូវតាមដានកុំឲ្យនាងបង្ករឿងម្ដងទៀតកុំបារម្ភខ្ញុំមានមនុស្សតាមដានគេហើយខ្ញុំនឹងមើលមន្ទីរពេទ្យមិនឲ្យគេចាប់អំពើការវិភាគខ្ញុំអេនគ្រីបរកមិនឃើញខ្ញុំអេនគ្រីបរកមិនឃើញទេខ្ញុំនឹងមិនជឿគេទេ
យ៉ាវគឺជាចំណងជើងគ្រួសារយើងមិនអាចឲ្យនាងរងទុក្ខសោះប៉ាល្អពេកហើយខេទីត្រូវការពារគ្រួសារនេះម្ចាស់ចិត្តជួបគ្រោះប្រសិនបើអត់ធ្មត់ការប្រឡងនេះអ្នកនឹងបានពិន្ទុម្លែងវាសនាហើយកាន់តែចិត្តប្រែរូបអីបានជាលោកស្រីចៅរហូតដល់អស់សង្ឃឹមគេចាំមករកខ្ញុំប៉ាពិតប្រកបណាស់ប៉ាខ្ញុំខុសហើយឥឡូវនេះខ្ញុំនៅមានតម្លៃអ្វីសម្រាប់ប៉ាទៀតទេគ្រាន់តែអ្នកជួយខ្ញុំយកអំណាចគ្រប់គ្រងគ្រួសារសៅវិញខ្ញុំនឹងផ្ទេរភាគហ៊ុនពាក់កណ្ដាលក្រុមហ៊ុនសៅស៊ីជីធាន់ឲ្យអ្នកចាំទុកថានេះជាឱកាសចុងក្រោយរបស់អ្នកហើយលោកប្រធានស្យាវវាសនាល្អមានកូនប្រុសឆ្នើមនិងសត្វវេទមិនមួយការពារផ្ទះបើចង់ឲ្យទ្រព្យសម្បត្តិរុងរឿងរាប់ចំនួននោះសុទ្ធតែជាសំណាងដែលអនុគ្រោះពីយ៉យ៉ផ្ទះយើងពូនខ្ញុំវិញគឺជាឆ្មាដែលត្រូវបានជ្រើសរើសឯងចម្លែកណាស់ថ្ងៃនេះត្របកភ្នែកលោតមិនឈប់អារម្មណ៍មិនសុខចិត្តផ្លាយគោតើស្យាវយេស៊ីននឹងមករំខានម្ដងទៀតទេកុំបារម្ភយើងរៀបចំរួចហើយទោះស្យាវយេស៊ីនមកក៏មិនបាច់បារម្ភដល់លោកអ្នកទាំងអស់គ្នាសូមជួយខ្ញុំរកយុត្តិធម៌ខ្ញុំជាកូនកាត់គ្រួសារសៅតែរយៈពេល15ឆ្នាំមកនេះខ្ញុំខិតខំបំពេញកាតព្វកិច្ចកូនទូយ៉ាងនេះក្រោយឆ្មាមួយក្បាលខ្ញុំត្រូវពួកគេដេញចេញពីផ្ទះដោយអើពើឲ្យខ្ញុំខ្លាចជាមនុស្សគ្មានផ្ទះអីយ៉ាមានរឿងបែបនេះផងឬ小野心， អ្នកនៅទីនេះនិយាយមិនគ្រប់គ្រាន់មុខភ្ញៀវច្រើនហ៊ានបង្កប់កំហុសគេយកសម្លេងមហាជនបំផ្លាញគេគ្រួសារសៅគំនិតសៅយេស៊ីនអាក្រក់រយៈពេល18ឆ្នាំមកនេះគ្រួសារសៅបានបំពេញសំណើរបស់អ្នកគ្រប់យ៉ាងប៉ុន្តែអ្នកបានជាញឹកញាប់បំភាយសម្ងាត់ក្រុមហ៊ុនហើយសហការជាមួយគ្រួសារស៊ូស៊ូអ្នកដឹងហើយថាថ្ងៃនេះគឺពិធីអបអរសាទរឈ្នះរបស់គ្រួសារសៅប៉ុន្តែអ្នកវិញមកបំផ្លាញគេឈ្មោះខ្លួនឯងបែបនេះចិត្តអ្នកគិតអ្វីទៅប៉ាបងអ្នកនិយាយខ្ញុំមិនខ្វល់ទេខ្ញុំដឹងអ្នកទាំងអស់គ្នាត្រូវបានកណ្ដាលដោយឆ្មាអាប់នេះរុយមុនបាញ់កាក់សំណល់លើគ្រួសារស្យាវសិនហើយបង្ខំឲ្យសងឈីយ៉ានចោទថាគ្រួសារត្រូវឆ្មាអាប់គ្រប់គ្រងហិង្សាកូនស្រីអង្គអប់រំហិង្សាកូនស្រីយ៉ាងគំនិតធ្ងន់ធ្ងរស្យាវយ៉ាក់ស៊ីនមិនថាកំពុងធ្វើអ្វីទេខ្ញុំណែនាំឲ្យអ្នកចេញទៅឥឡូវនេះបើមិនដូច្នោះទេនឹងមិនអាចបង្កើតរឿងថាគ្រួសារសៅទារុនកម្មកូនចិញ្ចឹមដើម្បីការពារឆ្មាបានទេនេះជាអំពើដែលខ្ញុំសម្រេចធ្វើឲ្យកើតឡើងមើលទៅថាពួកអ្នកនឹងបកស្រាយយ៉ាងម៉េចថាអ្នកទារុនកម្មកូនចិញ្ចឹមដើម្បីការពារឆ្មាមួយក្បាលគ្រួសារសៅវិលមុខទៅហើយនិយាយមិនច្របូកច្របល់ទាំងអស់គឺជាផលវិបាកដែលអ្នកបង្កឡើងប៉ាថ្ងៃនេះនៅមុខមនុស្សគ្រប់គ្នាប៉ាបោះឆ្មាអាប់នេះចេញពីទីនេះខ្ញុំនឹងប្រកាសភ្លាមថារឿងមុនគឺជាការយល់ច្រឡំបើមិនដូច្នោះខ្ញុំនឹងបោះផ្សាយរឿងអាក្រក់នេះឲ្យល្បីតំបន់ពាណិជ្ជកម្មឲ្យគ្រួសារសៅខូចគេឈ្មោះបាក់បែកចៅយេស៊ីនខ្លាំងចិត្តលើខ្លួនឯងដើម្បីបង្កប់កំហុសឲ្យគេមិនខ្វល់ថាត្រូវធ្វើឲ្យខ្លួនឯងរងរបួសដល់សាច់ដុំជ្រុះដើម្បីយករឿងទាំងនេះមកបំផ្លាញយើងជីរ៉ានអ្នកថាគ្រួសារសោទារុណកម្មអ្នកហ៊ានទៅជាមួយយើងឲ្យគេពិនិត្យរបួសទេបើវិនិច្ឆ័យឃើញមានបញ្ហាយើងនឹងទទួលស្គាល់ប៉ុន្តែបើមិនមានទេគ្រួសារសោនឹងមិនអនុញ្ញាតឲ្យអ្នករួចផុតទេចុងក្រោយមិនមែនបញ្ចុះឲ្យគេជឿទេបើមិនហ៊ាននោះមានន័យថាទារុណកម្មជាកុហករឿងនេះឲ្យចប់ត្រឹមនេះទៅយ៉យ៉គឺជាសមាជិកគ្រួសារដ៏មានតម្លៃរបស់យើងគ្រួសារសៅយើងមិនអាចបោះបង់សមាជិកគ្រួសារម្នាក់ណាម្នាក់បានទេកុំស្ដាប់សៅយេស៊ីននិយាយច្របល់គាត់ត្រូវបានបោះចេញពីផ្ទះព្រោះធ្វើអំពើអាក្រក់ជាច្រើនប៉ាបងហេតុអ្វីបានជាអ្នកមិនស្រឡាញ់បំផ្លាញកូនស្រីដែលបានចិញ្ចឹម18ឆ្នាំគ្រួសារសៅវិលមុខមែនតែនម្នាក់ជាចោះសឺហ្វែតម្នាក់ជាចាស់ចៅហួររួមលេងល្ខោនបែបនេះអាក្រក់ណាស់ឆ្មាមួយអាចធ្វើឲ្យប៉ានិងកូនប្រុសគ្រួសារសៅលំអៀងបែបនេះបានទេមិនមែនអវត្តមានទេតើជាអ្វី搜狗， បើអ្នកនិយាយម្ដងទៀតខ្ញុំនឹងបំបែកជើងអ្នកមើលទៅអ្នកទាំងអស់គ្នាបងធំខ្ញុំត្រូវអីនាងយាវមកវេទមិនបោកបញ្ឆោតរហូតចង់វាយមនុស្សគ្រោះថ្នាក់មែនទែនមុននេះគិតថាវាជាសញ្ញាសុភមង្គលទេវិនាដឹងថាវាជាយាវមកមេឋានដឹងខ្មៅសុចរិតអស់សុចរិតច្បាស់តែអ្នកឥតខ្មាស់អៀនខ្ញុំនឹងប្រយុទ្ធជាមួយអ្នកដល់ចុងយាវស្ដាប់បងល្អកុំប្រញាប់ឆាប់ថានេះពួកគេនឹងរាខ្លួនឯងឲ្យអស់គេសៅយេស៊ីនអ្នកលេងល្ខោនចប់ហើយឬនៅបងធំអ្នកនេះមានន័យដូចម្ដេច小野心， អ្វីដែលអ្នកធ្វើអ្នកគិតថាមេឋានមិនដឹងភ្លើងមិនលឺយកថ្នាំនេះលាយប្រេងក្លិនកូឡាបយសៅជាញានផឹកប្រកាសជាធ្វើឲ្យការវះកាត់បរាជ័យកុំបារម្ភសម្ងាត់គម្រោងខ្ញុំចម្លងរួចហើយយើងសហការគ្នាបំផ្លាញគ្រួសារសៅខ្ញុំនឹងយកវិញអ្វីដែលគួរតែជារបស់ខ្ញុំ
អើយសំបីតែបងប្រុសរបស់ខ្លួនឯងក៏គាត់ក៏ចង់ធ្វើបាបផងទាំងអស់នេះជាការក្លែងបន្លំនេះជាការក្លែងបន្លំអ្នកដើម្បីការពារយើងមកនោះទៅបង្កើតសម្លេងថតដើម្បីបង្កប់ខ្ញុំបង្កប់អ្នកសោយេស៊ីនលខោនល្អអ្នកទើបនឹងចាប់ផ្ដើមប៉ុណ្ណោះមើលឲ្យច្បាស់ទាំងអស់គ្នាតើនរណាជាមនុស្សចាក់ខ្នងនរណាជាមនុស្សចាប់ដៃជាមួយអ្នកក្រៅបំផ្លាញគ្រួសារសៅយើងដឹងហើយថាគាត់ទៅជាភ្នាក់ងារក្នុងផ្ទះមិនមែនខ្ញុំទេទាំងអស់គឺក្លែងបន្លំគាត់បោកថាគ្រួសារសៅទារុណកម្មខ្លួនហើយចង់ផ្ដាច់ខ្លួនចេញពីគ្រួសារខ្ញុំគ្រាន់តែភ័ន្តភ្លេចមួយផ្លែតទើបជឿពីឲ្យកុហកគាត់ស៊ូស៊ីយ៉ែនអ្នកកុហកអ្នកនិយាយថាបើការងារសម្រេចនឹងអនុញ្ញាតឲ្យខ្ញុំត្រឡប់ស៊ូយ៉ាវិញមនុស្សស្រីម្នាក់ដែលអាចក្បត់គ្រួសារដែលបានចិញ្ចឹមខ្លួនអស់រយៈពេល15ឆ្នាំមានសិទ្ធិអ្វីចូលទ្វារគ្រួសារស៊ូរបស់ខ្ញុំអ្នកអាក្រក់នឹងជួបអ្នកអាក្រក់កាន់តែខ្លាំងរឿងល្ខោននេះអស្ចារ្យមែនខ្ញុំអស់អាហារសម្រន់ពេលរសៀលដោយសារការលោភលន់របស់ Xiao Yexin ក្នុងនាមជាប្រធាន Xiao Group ខ្ញុំ Xiao Shong សូមប្រកាសថាពីថ្ងៃនេះទៅផ្ដាច់ទំនាក់ទំនងទាំងស្រុងជាមួយ Xiao Yexin ចាប់ពីថ្ងៃនេះទៅអ្នកមិនមែនជាសមាជិកគ្រួសារ Xiao ទៀតឡើយបោះមនុស្សពីរនាក់នេះចេញក្រៅសូមកុំធ្វើបែបនេះប៉ាខ្ញុំខុសហើយសូមឲ្យខ្ញុំឱកាសម្ដងទៀតប៉ាសូមលែងចាប់យើងនឹងដើរចេញទៅខ្លួនឯងខ្ញុំស្បត់ថាខ្ញុំនឹងបង្ខំឲ្យអ្នកនិងគ្រួសារ Xiao ទាំងមូលបង់តម្លៃជាឈាមកញ្ញា Xiao សូមរក្សាមុខមាត់ផងប៉ាអ្នកនិយាយអីខ្ញុំជាកូនស្រីជាតិរបស់អ្នកណាកូនស្រីជាតិសម្រាប់ខ្ញុំមានតែប្រយោជន៍ឬគ្មានប្រយោជន៍ប៉ុណ្ណោះមនុស្សគ្មានប្រយោជន៍មិនសមនឹងបានជាកូនស្រីរបស់ខ្ញុំមិនមែនទេខ្ញុំនៅមានប្រយោជន៍អាចជួយអ្នកបានកញ្ញា Xiao បើអ្នកនៅតែរូកុំចោតបើហៅកងអនុវត្តច្បាប់មកកន្លែងនេះរៀបចំរួចហើយគិតថានេះជាស្នេហាដំបូងចុងក្រោយហើយកុំតាក់ទងខ្ញុំទៀតយ៉ាវនឹងគ្រួសារ Xiao គ្រួសារ Xiao ទាំងមូលបានបំផ្លាញអ្វីរបស់ខ្ញុំអស់ខ្ញុំស្បត់ទោះបោះបង់ជីវិតខ្ញុំក៏ត្រូវសម្លាប់សត្វអាក្រក់នេះបំផ្លាញគ្រួសារ Xiao ទាំងមូលយើងកូនយ៉ាវថ្ងៃនេះភ័យខ្លាំងបងធំសូមជួយឲ្យសម្រាកលំហែឲ្យបានល្អសម្រាប់ទៅយ៉ាវមកសាកអាហារពេលល្ងាចដែលបងទី2ធ្វើដោយសេចក្តីស្រឡាញ់ឲ្យអ្នកធានាថាញ៉ាំម្ដងហើយនឹងចង់ញ៉ាំបន្តទៀតជីវិតបែបនេះពេកហើយម្ចាស់សម្បត្តិច្រើនសង្ហាស្អាតកាន់កំប៉ុងឆ្មាផ្ដល់អាហារល្អឲ្យញ៉ាំព្រោះនៅវិឡាធំប្រណិតមិនបាច់ពឹងអ្នកណាមានមនុស្សមកថែរក្សារៀងរាល់ថ្ងៃជីវិតបែបនេះអ្នកណាមិនស្រឡាញ់ម្យ៉ាងស៊ីស្ទឹមបញ្ចេញព្រមានក្រហមរកឃើញម្ចាស់ជួបគ្រោះថ្នាក់ស្លាប់បើជួយហ្វានរំដោះពីគ្រោះថ្នាក់បានសម្រេចនឹងបានបន្ទប់ម្លែងវាសនាខ្ពស់ហើយបើកសិទ្ធឈាមសត្វវេទមុនកម្រិតមួយXiao Yexinមិនត្រូវបានបោះចោលឲ្យរំកិលលើផ្លូវឬហេតុអ្វីសញ្ញាព្រមានក្រហមមិនទាន់បាត់មានអីកើតឡើងយ៉ាវមានអារម្មណ៍គ្រោះថ្នាក់កំពុងមកប៉ះពាល់ដល់ Xiao Yexinមនុស្សម្នាក់ត្រូវសោចាបោះចេញដូចឆ្កែបាត់ផ្ទះនឹងហ៊ានគិតអាក្រក់ម្ដងទៀតឬខ្ញុំចង់ដឹងណាស់ថាគាត់អាចធ្វើបាបបានដល់ណាយ៉ាវកូនកុំបារម្ភមានយើងនៅទីនេះគ្មានអ្នកណាប៉ះកូនបានទេបើអ្នកណាប៉ះកូនយើងនឹងធ្វើឲ្យគាត់បាត់ពីពិភពលោកបើ Xiao Yexin មកខ្ញុំនឹងលោតមួយជើងសេះបុកឲ្យស្លាប់មានគ្រួសារឈរជើងបែបនេះពិតជាអារម្មណ៍ល្អណាស់របស់នេះគឺចុងក្រោយរបស់ខ្ញុំយកមកឲ្យខ្ញុំសោតាសោយេបើអ្នកសម្រាកចិត្តបែបនេះមកពីមុនក៏ល្អហើយថ្នាំយិនលីងសាននេះល្អមែនទែនតើវាប្រើដូចម្ដេចងាយប៉ុណ្ណោះដាក់វាចូលក្នុងម្ហូបឬទឹកប៉ុណ្ណឹងសត្វវេទមន្តក្រៅសាសនាដែលមានដំណើរបន្តិចថ្នាំនេះនឹងបង្ខំឲ្យឈាមរបស់វាឡើងកម្រិតខ្លាំងបង្ខំឲ្យវាបង្ហាញរាងពិតដែលមិនមែនជាមនុស្សពិតប៉ុន្តែត្រូវប្រុងប្រយ័ត្នផឹកថ្នាំចូលទៅវានឹងបែករាងខ្លាយជាសត្វឃាតស្រឡាញ់ឈាមមកុំឲ្យខ្លួនទៅជាវិញ្ញាណនៅក្រោមក្រចកសត្វវេទមន្តរឿងនេះអ្នកកុំបារម្ភផលសត្វវេទមន្តសាហាវមួយខ្ញុំចង់មើលថាសោយ៉ានឹងការពារអ្នកដោយអ្វីលុយនេះអ្នកយកទៅតែយកម្សៅថ្នាំនេះលាចូលក្នុងលីងស៊ីរបស់ឆ្មាស្លាប់នោះនេះកញ្ញាសៀវបើសៀវដងស៊ើបអង្កេតរកឃើញរឿងនេះខ្ញុំស្លាប់ជានិច្ចបើកញ៉ាមិនព្រមធ្វើ
ឥឡូវនេះខ្ញុំអាចធ្វើឲ្យកញ្ញាមិនអាចរស់នៅក្រុងជាងបានទៀតតែបើកញ្ញាធ្វើល្អប្រាក់100,000នឹងជាកម្មសិទ្ធិកញ្ញាខ្ញុំធ្វើគម្រោងភាគខាងត្បូងលើកនេះរលូនស្រួលព្រោះមានសំណាងបានមិត្តចាស់សួរជួយគ្រប់គ្រងខ្ញុំសៀវលើកកៅជូនបងប្អូនទាំងអស់សៀវដងកុំបារម្ភទេគ្រួសារសៀវអ្នកឥឡូវនេះសំណាងហូរហែគេចាប់បានកិច្ចសន្យាធំជាប់ទៅគ្នាសូថានៅផ្ទះសៀវដងចិញ្ចឹមសត្វជាទ្រព្យចោលថៃមើលទៅគេក៏ចង់មានបែបនោះដែរយាវមិនមែនសត្វចិញ្ចឹមទេវាជាអំណោយសំណាងតូចគ្រួសារសៀវយើងខ្ញុំជាតារាសំណាងតូចលោកជីអ្នកជំនាញវិទ្យាសាស្ត្រសម្ងាត់មកមើលឆ្មានេះមានអ្វីសៀវដងឆ្មានេះមានអារម្មណ៍វាវរជ្រៅបើមិនភ្ញាក់គ្រួសារရှောင်းនឹងឡើងកំពូលទីក្រុងយ៉ាងប៉ុន្តែបើមានអ្វីខុសប្រហែលធ្វើឲ្យទីក្រុងរំញោចលោកជីព្រួយហួសយ៉ាវជាកូនកញ្ញាតូចស្រឡាញ់បរិភោគប៉ុណ្ណោះចាស់ទុំម្នាក់មិនធម្មតាទេអាចមើលឃើញប្រព័ន្ធសត្វវិសុទ្ធតូចជីដាច់កុំសោះយកអាហារសម្រន់មួយញ៉ាំទៅថ្ងៃនេះអាហារសម្រន់ក្លិនចម្លែកតែមិនគិតច្រើនប្រហែលម៉ូដែលថ្មីមួយអីយាវពិបាកណាស់រាងកាយក្តៅខ្លាំងណាស់តើវាជាអ្វីនេះពិតជាមានអារស្មែនយ៉ាប់រត់ទៅលឿនអើយមេឃអើយកុំភ័យទេអ្នកទាំងអស់គ្នាយ៉មិនមែនជាសត្វអាក្រក់ទេមិនដែលធ្វើបាបនរណាម្នាក់ទេគាត់មិនអាចបញ្ជាខ្លួនឯងបានទៀតហើយតើធ្វើម៉េចល្អយ៉អេងមានអីគ្នាមើលទៅនេះជាអសូរសត្វដែលបោកបញ្ឆោតប៉ានិងបងខ្ញុំកញ្ញាសោតូណាតើអ្នកនិយាយពិតមែនទេចាប់តាំងពីឆ្មាយៈនេះចូលគ្រួសារសៀវវាលួងឪពុកនិងបងប្រុសឲ្យបោះបង់ខ្ញុំចេញពីផ្ទះកុំជឿពាក្យខ្យៅយ៉ាក់ស៊ីនទេយាវមិនមែនសត្វអាបវាមិនខុសអីមែនហើយយ៉គឺជាសំណាងរបស់គ្រួសារយើងបើឲ្យវាធ្វើបែបនេះទៅទៀតគ្រួសារខ្យៅនឹងរងបាត់បង់អស់ទាំងស្រុងខ្ញុំមិនអាចអង្គុយស្ងៀមមើលបានទេលោកអ៊ំលោកពូអ្នកក៏ឃើញថាសត្វយៈនេះវាលួងចិត្តមនុស្សថ្ងៃនេះបើមិនកំចាត់វាទេទុកឲ្យវារស់បន្តនាំគ្រោះមហន្តរាយមកសត្វយៈនេះគ្រោះថ្នាក់ខ្លាំងព្រៃផ្សៃពិតមែនទេបើសត្វនេះជាយ៉សូមែននោះពេលវាបង្ហាញខ្លួនលើលោកមានហូរឈាមនិងគ្រោះអាក្រក់តាមមកសម្រាប់សត្វនេះទៅលោកសៅធ្វើដូច្នេះសម្រាប់សុវត្ថិភាពអ្នកទាំងអស់គ្នាលោកត្រូវតែជ្រើសរើសមួយឬមិនដោះស្រាយសត្វឆ្មាអាក្រក់ឲ្យយើងយកទៅប្រហារជីវិតឬមិនយើងនឹងផ្ដាច់ការសហការទាំងអស់ជាមួយគ្រួសារសៅមែនហើយសត្វអាក្រក់មិនអាចទុកវាទេមួយថ្ងៃត្រូវមានរឿងអាក្រក់កើតឡើងដោះស្រាយឆ្មាអាក្រក់នេះមើលឲ្យច្បាស់ទឹកមេឃដីធ្លាក់ពណ៌ប្លែកខ្យល់កន្ត្រាក់ខ្លាំងបែបនេះមិនមែនជាសំណាងទេវាគ្រាន់តែជាសត្វអាក្រក់ប៉ុណ្ណោះលោកសៅដងរហូតវាទៅសម្លាប់វាទៅបើមិនដូច្នោះយើងទាំងអស់គ្នានឹងស្លាប់អស់ស្ងាត់យ៉ាវមិនមែនសត្វអាក្រក់ទេវាជាសត្វក្នុងគ្រួសារយើងប៉ាអ្នកឲ្យសត្វនេះបោកបញ្ឆោតបាត់ស្មារតីទៅហើយខ្យៅយ៉ាក់ស៊ីនអ្នកកុំមកបង្កើនភ្លើងនៅទីនេះយ៉ាវគឺបន្ទាត់ក្រហមរបស់គ្រួសារសៅអ្នកណាធ្វើអ្វីប៉ះពាល់នាងតិចគ្រួសារសៅយើងមិនបោះបង់នាងទេដូច្នេះខ្ញុំក៏ចង់ដឹងថាគ្រួសារសៅអ្នកអស្ចារ្យលោកអ៊ំលោកបងទាំងអស់គ្រួសារសៅដើម្បីសត្វអាក្រក់មួយនេះសូម្បីជីវិតគ្រួសារក៏មិនដាក់ចិត្តអ្នកទាំងអស់គ្នាអត់ខ្លាចសត្វអាក្រក់ទ្រាំរង់ចាំឲ្យពាណិជ្ជករក្រុងយ៉ាងចេញបិទបាំងមកប៉ះពាល់ទៀតយើងជឿលើយ៉ាវនាងមិនអាចជាសត្វអាក្រក់គួរឲ្យខ្លាចទេបើវាជាការពិតយើងនឹងទទួលខុសត្រូវទាំងស្រុងក្រុមមនុស្សល្ងង់បើអ្នកចង់ស្លាប់រួមជាមួយឆ្មាស្លាប់ខ្ញុំនឹងបំពេញបំណងឲ្យអ្នកពិតជាសត្វអាក្រក់មែនទេមើលទៅហាក់បីដូចជាសត្វវេទមិនវិញនេះគឺយ៉ាអូគឺយ៉ាមែនទេឯងអើយយ៉ាអីរូបរាងបែបនេះលើសលប់ហួសហេតុឡើងហួសហេតុហើយខ្ញុំហៅឲ្យឆ្មាប្រែជាព្រៃខ្លាធំវិញមិនជឿសោះមិនអីទេវាច្បាស់ជាឡើងហួសកម្រិតហឹងហាងហើយ
ជាមនុស្សចាស់ភ្នែកមិនល្អខ្ញុំមើលខុសហើយនេះមិនមែនសត្វអាប់ទេវាជាសត្វសំណាងមង្គលឯងអ្នកនោះនិយាយមិនត្រូវទេវាមិនមែនឆ្មាអាបត់ទេក្មេងមិនដឹងការអ្នកនេះជាសត្វព្រៃវេទមន្តបុរាណសេះព្រៃ White Tiger ឯងតាមគេនិយាយពីបុរាណថាកន្លែងណាប៉ែហ៊ូដើរដល់ក៏នាំមកទ្រព្យសម្បត្តិនិងសំណាងល្អដែរអនុញ្ញាតឲ្យខ្ញុំចូលរួមលេងល្ខោនក្នុងអាកាសនេះពេលប្រេងខ្លាខ្យងបង្ហាញខ្លួនវាការពារផ្ទះបំបត្តិអាក្រក់តាក់ទាញទ្រព្យនិងសំណាងល្អនេះហើយជាសត្វសិរីមង្គលពិតប្រាកដគ្រួសារសោអាចចិញ្ចឹមវាមានសត្វវិមានមួយមានតែអ្នកដែលមានគុណធម៌ធ្វើល្អហើយវាសនាខ្ពស់ពិសេសទើបអាចទទួលបានការការពារពីសត្វសិរីមង្គលគ្រួសារសោនេះមើលទៅកំពុងតែត្រៀមហោះឡើងមេឃសត្វសិនសូចុះមកសង្គ្រោះសំណាងមេឃផ្ញើមកោឲ្យទីក្រុងវាងឲ្យគ្រួសារស្យោនេះហើយអូយ៉ាខ្ញុំមុននេះក៏បាននិយាយហើយថាឆ្មានេះមើលទៅពិសេសមិនមែនសត្វធម្មតាទេលោកប្រធានស្យោសត្វវេទមន្តនៅផ្ទះលោកអាចឲ្យខ្ញុំមួម្ដងបានទេម្ដងប៉ុណ្ណោះខ្ញុំរីករាយបោះចោលភាគលាភ3ភាគក្នុងគម្រោងភាគខាងត្បូងមុននេះមិនមែនអ្នកគ្រប់គ្នាចង់រុញគាត់ឲ្យស្លាប់ត្រង់នេះឯងទេទាំងនេះជាកំហុសនាងស្រីពលបោកបញ្ឆោតមនុស្សឲ្យជឿបន្តិចទៀតធ្វើឲ្យយើងប៉ះទង្គិចនឹងសត្វព្រះសាសយកសត្វចង្រុយមកបំភាន់ថាជាសត្វយោសូវយេស៊ីនចិត្តអាក្រក់ហើយពួកអ្នកវិលមុខទៅហើយឬវាជាឆ្មាអាក្រក់ពិតគាត់លួចបោកអ្នកទាំងអស់អ្នកបានជួលបុគ្គលិកសម្អាតដាក់ថ្នាំពុលក្នុងថ្មវិញ្ញាណខ្ញុំអាក្រក់ខ្លាំងណាស់លោកជីដាសូមពិនិត្យម្ដងមើលថាតើមានអ្វីខុសនៅទីនេះយូរិនដាក់យិនលីងសានដែលធ្វើឲ្យសត្វអាក្រក់បាត់ការគ្រប់គ្រងអោប៉ៃត្រូវសជាបង្ខំបងខ្ញុំប្រាក់100,000 យ៉ាន់ឲ្យខ្ញុំលាយិនលីងសានចូលក្នុងថ្មវិញ្ញាណទូតូចប្រាប់ថាចង់ពុលសម្រាប់នាងកូនស្រីឯកទូអាក្រក់អាហារបន្ទាប់អ្នកកំពុងក្តៅរួចហើយត្រៀមទៅយកអាហារបន្ទាប់ទៅអ្នកនិយាយមើងងាយប្រាក់ផ្ទេនេះคล้ายអ្នកកំពុងបង្កប់ខ្ញុំមនុស្សសក្ខីនិងភ័ស្តុតាងទាំងអស់សុទ្ធសឹងនៅទីនេះអ្នកនៅតែបដិសេធអ្នកមិនត្រឹមតែចង់សម្លាប់យោទេថែមទាំងស្រែកឱកាសបំផ្លាញគេឈ្មោះគ្រួសារសោទៀតចិត្តពោះជាចោលអាក្រក់សំបីឆ្មាក៏មិនសន្សំមនុស្សចិត្តបែបនេះនរណាអាចហ៊ានរួមដៃធ្វើការត្រូវបិទឈ្មោះហើយសៅតុងបានព្រមានហើយថាពេលក្រោយអ្នកហ៊ានចូលចិត្តគ្រួសារសៅនឹងបំបែកជើងចេញទៅនេះសៅយេស៊ីនដែលដាក់ថ្នាំពុលឲ្យឆ្មារយបោះបង់ថាវាជាសត្វអាក្រក់មែនទេចង់លួចមន់តែបាត់អង្គទទួលបានតែវាសមនឹងវាសនាដែលត្រូវបានបោះចេញយោសៅជេអ្នកទាំងអស់គ្នារងចាំមើលទៅខ្ញុំមិនដែលទុកឲ្យរឿងនេះបញ្ចប់ងាយទេអបអរសាទរដល់ម្ចាស់ System ដែលបំបត្តិថ្នាំពុលដោយជោគជ័យបញ្ច្រាស់ថ្នាំពុលប៉ងវិញបើកឈាមសត្វព្រះប៉ែហ៊ូពេញលេញបានជោគជ័យហើយបុកបន្ទុកម្លែងវាសនា 1000 វ៉ាវរឿងនេះដេញដល់ឈាមមើលឥឡូវសល់តែជំហានចុងក្រោយដើម្បីឡើងដល់កម្រិតប្រែរូបរាងកូនគាយ៉ោឥឡូវនេះសូម្បីតែរូបមន្តសត្វព្រះក៏អាចបញ្ចេញតាមចិត្តបានហើយគួរឲ្យស្រឡាញ់មែនទែនថ្ងៃនេះយ៉ោរបស់យើងពិតជារងទុក្ខខ្លាំងចិត្តត្រូវគ្រោះថ្នាំពុលពីស្ត្រីអាក្រក់នោះប៉ាកុំបារម្ភទេបញ្ជាបិទឈ្មោះលើបណ្ដាញខ្ញុំចេញរួចហើយចាប់ពីថ្ងៃនេះទៅចាំងថងគ្មានទីតាំងឲ្យសោយេស៊ីនឈរជើងទៀតសោះយ៉ោកូនក្វែសូមញ៉ាំអីឆ្ងាញ់ទីបំបត្តិអារម្មណ៍អាក្រក់ពីនេះទៅបងទី4នឹងទិញស្នាក់អាំពតប្រទេសឲ្យញ៉ាំរាល់ថ្ងៃមានលុយមានពេលទំនេរមានអ្នកធំស្រឡាញ់គ្រួសារយើងអារម្មណ៍បែបនេះហើយសប្បាយជាងគេដីធំខាងកើតទីក្រុងបុកគម្រោង3កន្លែងនៅក្រៅប្រទេសថ្ងៃនេះមករកយើងដើម្បីចុះកិច្ចសន្យាពេលយ៉ោត្រូវគេដឹងថាជាសត្វរេសូមកមើលភាគហ៊ុនក្រុមហ៊ុនស្យោបាញ់ឡើង3ថ្ងៃជាប់គ្នាពេលសិនសូចូលលេងសង្គ្រាមមួយក្បាលប៉ុណ្ណោះក៏បំបែកមុខគេឲ្យខ្ទេចហើយលោកតុងស្យោទាំងនេះគឺអំណោយពីមហាអ្នកធំគ្រប់ទិសផ្ញើមកជាពិសេសសម្រាប់រេសូតារិនទទួលអស់ទាំងអស់ទៅបើឃ្លាំងមួយឲ្យយ៉ោដាក់អំណោយផ្ទាល់ខ្លួនអូយកូនផ្កាយសំណាងតូចគ្រួសារយើងប៉ាស្រឡាញ់កូនចិត្តស្លាប់ទៅហើយម៉ាក់ប៉ាសូមចុះកុំច្របាច់មុខខ្ញុំខ្លាំង
Xiao Xiong Xiao Jingyan អើយក្រុមឆ្កួតភ្នែកបិទមិនឃើញលើកមុនអ្នកនិយាយថាមានអ្នកខ្ពស់អាចបំបត្តិយះបិសាចបាននៅអាណាកញ្ញា Xiao ដៅចង់ឈីងស៊ួនសមាធិនៅជ្រោយភ្នំជាយកក្រុងថ្លៃចេញមុខគាត់មិនថោកទេប៉ុន្តែបើអាចកំចាត់ឆ្មាស្លាប់បានខ្ញុំព្រមចំណាយយ៉ាវយ៉ាវអើយអ្នកគិតថាប្រែជាសត្វសិនសូហើយអាចដេកលក់ដោយមិនបារម្ភទេខ្ញុំ ត្រូវសាកមើលថាមុខមេជ្រូកយក្សនេះអ្នកនៅតែអាចរស់រួចផុតបានទេសូមព្រះគ្រូជួយសូមមេត្តានិងជួយសង្គ្រោះគ្រួសាររាប់រយរបស់យ៉ាងឈឹងហេតុអ្វីបានជាអ្នកនិយាយបែបនេះចាស់ទុំបងប្អូនសាវជារបស់យើងត្រូវបានឆ្មាអរិយបោកបញ្ឆោតហើយវាលាក់លៀមចេះខ្លាំងវាប្រើវេទមិនបំបាំងភ្នែកប្រែខ្លួនជាសត្វព្រៃព្រះសក្តិបែហ៊ូសិនសូដើម្បីបោកបញ្ឆោតមនុស្សសត្វព្រះចៅសេះខ្លាខ្យងនោះមិនត្រឹមតែបន្លិចកម្លាំងជីវិតឪពុកនិងបងប្រុសសខ្ញុំទេវានៅធ្វើឲ្យខ្ញុំគ្មានផ្ទះសម្បែងខ្ញុំជាកូនក្រមុំដែលគេយកមកចិញ្ចឹមក្នុងគ្រួសារសឆ្មាអរិយនោះលេងល្បិចបន្លំប៉ានិងបងនៅបង្ខំឲ្យពួកគេដេញចេញពីផ្ទះហើយក្លែងយកភាគហ៊ុនគ្រួសារទៅជំហានបន្ទាប់វានឹងសម្លាប់ប៉ានិងបងប្រុសដើម្បីកាន់កាប់ទ្រព្យសម្បត្តិក្នុងគ្រួសារសូមចៅវាយចេញពីសមាធិម្ចាត់សាតាំងធ្វើសុចរិតឲ្យប្រជាជនសម្លាប់ឆ្មាអាបកំពុងបំផ្លាញមនុស្សសូមចៅវាយជួយប៉ានិងបងប្រុសសះកំចាត់សត្វអាក្រក់ឲ្យឆ្ងាយពីមនុស្សបើសត្វអារក្សពិតបង្ហាញខ្លួនលើលោកនេះខ្ញុំមិនអាចមើលរំលងមិនដឹងអីបានទេប្រែប្រួលស្ថានភាពបំភាន់ហេតុផលបែបនេះនឹងទទួលទូពីមេធរដែរឯកែអ្វីដែលខ្ញុំពោលគឺពិតមែនយល់ម៉ៅនោះមានអបអាក្រក់បំបាំងចិត្តមនុស្សបើមិនបំបត្តិវាឲ្យលឿនទេខ្លាចថាទាំងក្រុងជាងនឹងខ្លាចជាទីកន្លែងទោសទណ្ឌក្នុងលោកីខ្ញុំមិនអាចជឿតែពាក្យអ្នករយសម្រាប់ធ្វើវិធានការធំបែបនេះបានទេនេះជាត្រាស់ស្ងប់ដែលខ្ញុំគូដោយដៃខ្លួនឯងឲ្យយកទៅបិទលើទ្វារនិងបង្អួចនៅគោកស្រែគ្រួសារសោសបើម៉ៅនោះជាសត្វយកត្រានេះនឹងឆ្លើយតបឡើងអរគុណលោកគ្រូដាវូកូនសត្វអាក្រក់មានអ្នកខ្ពង់ខ្ពស់ជួយហើយលើកនេះមើលថាអ្នកនៅរស់បានយូរប៉ុណ្ណាចូលទៅមិនបានយល់សញ្ញាចៅវាយចាស់និយាយថាបើចូលចិត្តសត្វអាក្រក់នេះក្នុងចម្ងាយ10ម៉ែត្រវាអាចយកជីវិតវាបានអាក្រក់ខ្លាំងណាស់កម្លាំងត្រជាក់បែបនេះមើលថាខ្ញុំនឹងបំផ្លាញអ្នកដូចម្ដេចនរណាម្នាក់នៅទីនោះបានរកឃើញថាមិនស្លាប់ស្លូតបែបអាក្រក់បានវាយប្រហារដល់គោលដៅជោគជ័យប៉ុន្តែត្រូវបង្វិលត្រឡប់វាយលុកអ្នកប្រើវិញធ្វើឲ្យតម្លៃបដូរជោគវាសនារបស់អ្នកប្រើកើនឡើងបន្តិចចេះហានិភ័យមិនផុតទេម្ចាស់រៀងត្រូវប្រុងប្រយ័ត្នខ្ញុំឆ្លើយតបរហ័សប្រាក់បោកបញ្ឆោតបែបជាស៊ូកម្រិតនេះហ៊ានមកបំពេញលើព្រះស័ក្តិសិទ្ធិដូចខ្ញុំឬយាវមានអីកើតអ្វីឡើងហើយយើងមកធ្វើអីxiao yi xin មិនដឹងទៅរកបានក្រដាស់ពូពីណាមកវិញចង់យកវាលាក់មុខមកធ្វើបាបខ្ញុំទៅស៊ើបអង្កេតមើលថាxiao yi xinឥឡូវនៅឯណាលោកទី1លោកទី2មានមនុស្សរកឃើញវានៅក្រៅរបងមង្គលខាងក្រោយយោវាមានរាងដូចក្រដាស់វូមួយដែលត្រូវបានដុតឆេះខ្មៅគួរឲ្យភ័យយោចាប់ពីពេលនេះសុវត្ថិភាពវីឡាត្រូវបង្កើនឡើង3កម្រិតសូម្បីតែមូសមួយក៏មិនអនុញ្ញាតឲ្យហោះចូលនេះជាឥទ្ធិពលត្រឡប់មកវិញពេលសញ្ញាឆក់អំពើអាក្រក់របស់ខ្ញុំត្រូវបានបំបែកចាស់ទុំឆ្មាអាបមិនត្រឹមបំផ្លាញសញ្ញាមិនទេវានៅបញ្ចេញឧស្ម័នអរិយសំវីសម្រាប់ខ្ញុំកម្លាំងខូខើរឹងមាំប៉ុណ្នេះជីវិតដើមកំណើតខ្ញុំក៏អាចត្រូវវាឆេះបាត់បានទើបសង្ស័យថាវាជាសត្វអាក្រក់មែនឬសូមចាស់លោកជួយកម្ចាត់សត្វអាក្រក់នោះទោះបីនៅមានចំណុចខើយីក៏ដោយយោរងចាំឲ្យចុះពីភ្នំទៅស៊ើបអង្កេតមុនរយក្រោយមកសម្រេចចិត្តសំណាងល្អខ្ញុំរៀបចំភ័ស្តុតាងคล้ายរួចរយចាស់ទុំអ្នកមិនដឹងទេឆ្មាអាក្រក់នោះចាប់ផ្ដើមសម្លាប់មនុស្សមិនមានទោសហើយមើលទៅវាក្លាហានខ្លាំងហ៊ានលើកដៃលើមនុស្សមិនមានទោសខ្ញុំនឹងជួយអ្នកដាក់ស្ចិនជ្រូកយាងបំផ្លាញយាងឆ្មានេះឲ្យផុតខ្លួនជាលើកចុងក្រោយយោអរគុណចំពោះចៅវាយចាស់ដែលជួយបំបត្តិអំពើអាក្រក់ឲ្យប្រជាជនអ្នកជាវិញ្ញាណជួយសង្គ្រោះពីទុក្ខវេទនាចៅវាយចាស់ត្រឡប់ទៅមុនសិនរងចាំឲ្យខ្ញុំរៀបចំរួចសិនរួចខ្ញុំនឹងទៅរកអ្នកអរគុណដល់ដាវចាងយាងលើកនេះខ្ញុំចង់មើលថាអ្នកនៅរស់រហូតទៀតទេកន្លែងនេះពោពេញឧសភាវីយិនខ្លាំងជាទីតាំងល្អសម្រាប់រៀបចំចិនព្រៃជ្រូកអាក្រក់ចិននេះរៀបចំពិសេសដើម្បីបំផ្លាញអំណាចឈាមរបស់គ្រប់ជីងကွែនិងសត្វវេទមន្តអ្នកណាឆ្លងចូលវិញ្ញាណនោះគ្មានវិធីរួចជីវិតទេថ្នាក់ទី1នៃការប្រៀបទុកចាក់សៅវិញ្ញាណវាស្នាមមុតទី2បិទច្រកឈាមរត់វាខណៈស្នាមមុតទី3បំផ្លាញវិញ្ញាណវា
សត្វតូចអាក្រក់ឥឡូវនេះមើលសិនថាអ្នកនៅរស់បន្តបានម្ដេចកញ្ញាទីនេះខ្យល់អាក្រក់ខ្លាំងណាស់អ្នកទៅឆ្ងាយពីចាស់ទុំវិញល្អជាងការប្រយុទ្ធបំបត្តិអារក្សសំខាន់ជាងគេបើសម្លាប់បានសត្វតូចមួយក្បាលអង្គីតិចតូចប៉ុណ្ណឹងមានអ្វីត្រូវភ័យទេវតាឆ្ងាយឆ្ងល់និមិត្តសញ្ញាអាកាសធាតុគឺជាឫសដើមនៃសុទ្ធសាស្ត្រវត្ថុទាំងអស់មូលដ្ឋានការប្រៀបផ្ទុកត្រូវបានបំបែករលួយរួចហើយបន្ទាប់ទៅគ្រាន់តែរងចាំឱកាសប៉ុណ្ណោះល្អសូមអរគុណចាស់ទុំតែខ្ញុំមិនដឹងហេតុអ្វីមានអារម្មណ៍មិនស្ងប់ចិត្តមើលទៅដូចជារឿងអាក្រក់មួយកំពុងជិតកើតយាវយីវកុំភ័យយើងនៅចិត្តអ្នកខ្សែក្រវ៉ាត់នេះយើងបានឲ្យព្រះសង្ឃធំបូជាអភូតហេតុជាពិសេសរួចហើយយើវាអាចបណ្ដេញអាក្រក់ការពារឲ្យសុខសាន្តកុំបារម្ភមិនថាអ្វីកើតឡើងយើងនៅជាមួយអ្នកជានិច្ចអរគុណបងប្រុសអរគុណប៉ាអ្នកជាអ្នកក្នុងគ្រួសារយើងមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់ប៉ានិងបងប្រុសស្នាក់ទេសូមអរគុណពួកអ្នកទាំងអស់ចៅហ្វាយបោថាត្រូវការអាហារដែលអាចទៅចិត្តកូនសត្វនោះសំណាងដែលមេឋានមេត្តាជួយខ្ញុំកូនសត្វអាបថ្ងៃស្លាប់អ្នកមកដល់ហើយយើxiao យេស៊ីនអ្នករងចាំឲ្យខ្ញុំមើលទៅ xiao យេស៊ីនមិនបោះបង់ចិត្តអាក្រក់របស់គេទេគាត់មកលើកនេះមានយុទ្ធសាស្ត្រថ្មីដើម្បីដោះសោយាវយីវបងកុំបារម្ភខ្ញុំបញ្ជាពង្រឹងសន្តិសុខហើយយោទូ xiao យេស៊ីរត់ដល់ចុងផែនដីយើងក៏នឹងអូសគាត់ត្រឡប់មកវិញចៅវាយអើយខ្ញុំស្ទើរតែបាត់ជីវិតដោយក្បត់ឆ្មាអាប់នោះខ្ញុំស្ទើរតែបាត់ជីវិតទើបអាចយកបានសក់ឆ្មាអាប់មួយកុំភ្លាស់នេះឆ្មាអាប់មួយកុំភ្លាស់នេះឆ្មាអាប់មួយគួរឲ្យខ្លាចណាស់ហ៊ានបង្កអន្តរាយមនុស្សបែបនេះមើលទៅខ្ញុំមិនអាចទុកវារស់បានទេអរគុណចៅវាយយើសត្វអាក្រក់តូចចាស់ថ្ងៃមរណភាពអ្នកចុងក្រោយមកដល់ហើយយើជំងឺជ្រូកអាបនេះខ្លាំងបំផុតប៉ុន្តែការរៀបចំវាត្រូវការលក្ខខណ្ឌដឹងរឹងណាស់ត្រូវបង្កើតនៅផ្ទះចាស់គ្រួសារxiaoដែលជាកន្លែងដង្ហើមឧស្ម័នខ្លាំងរហូតវាបិទចិត្តពេញលេញសិនមុននឹងបង្ហាញអំណាចខ្លាំងបំផុតរបស់វាហើយត្រូវឲ្យពុកកូនប្រុសគ្រួសារxiaoចូលទៅក្នុងលំហបិទចិត្តដើម្បីយកឈាមដែលបានប៉ះអាបនោះប្រើចាក់សោចម្រុះឲ្យវាស្លាប់មានតែបែបនេះទេទើបអាចបំបត្តិឆ្មាអាបឲ្យអស់ពីមូលចៅវាយកុំបារម្ភការលួចបោកបញ្ឆោតឲ្យពួកគេដួលចូលក្នុងចម្រុះឲ្យខ្ញុំរៀបចំប៉ាបងមកទាំងអស់អ្នកណាដែលមិនទាន់ភ្ញាក់ហើយនៅតែការពារសត្វអាបនោះដូច្នេះក៏ទៅស្លាប់ជាមួយវាទាំងអស់ទៅពេលxiaoយេស៊ីរត់គេចចម្សិលមិញគាត់បានឡើងទៅវត្តតាវលាក់ខ្លួននៅជ្រៅភ្នំច្រាំងក្រុងមនុស្សណានៅវត្តនោះហ៊ានរួមដៃជួយxiaoយេស៊ីនធ្វើអាក្រក់ដល់កម្រិតនេះតាវម្នាក់ឈ្មោះឈៀងស៊ឿនមនុស្សនេះចេះចំពោះចម្រុះជ្រូកអាបអំពើរបស់គាត់ខូខើណាស់ឈៀងស៊ឿនរស់លាក់ជ្រៅភ្នំងាយឲ្យគេបញ្ឆោតxiaoយេស៊ីនយកភួស្តតាងคล้ายៗទៅបោកគាត់បងធំឥឡូវនេះយើងត្រូវធ្វើអីមិនអាចអង្គុយរងចាំស្លាប់បែបនេះទេត្រូវទៅប្រមូលមនុស្សនិងវិធីសាស្ត្រទាំងអស់នៅចាំងឆឹងដែលអាចបំបែកចម្រុះបានលឿនណាស់ពួកគេហ៊ានមកយើងនឹងធ្វើឲ្យពួកគេមិនមានថ្ងៃត្រឡប់វិញអូក្លិនឃ្លៀមឃ្លាំងសម្លាប់ខ្លាំងណាស់អារម្មណ៍ត្រជាក់ងងឹតនេះមិនមែនចិត្តមេព្រាយជ្រូកយោមីទូពុតសុគតជាម្ចាស់អ្នកកំពុងប្រឈមមុខនឹងសិនសម្លាប់ជឿមីងមៀងបានបើកសមត្ថភាពគំនូការពារបណ្ដោះអាសន្នអាចបង្កើតវាពន្លឺមានរហ័សដើម្បីទប់ទល់អំពើអាក្រក់តម្លៃបំលែងវាស្នេហ៍ឡើងខ្លាំងហើយឆាប់ទៅនេះនឹងអាប់ដេតដល់កម្រិតអាតិបូម៉ារឿងឆ្កែរត់ដូចម្ដេចកុំបារម្ភទិន្នន័យខ្លែងបន្លំនិងភាពមិនប្រក្រតីបានបញ្ចូលរួចភាគីរួមដៃឆាប់នឹងទទួលសាររបស់បងតិចសន្យាល្អគម្រោងនេះជាជីវិតគ្រួសារxiaoសបើគម្រោងនេះបរាជ័យគ្រួសារxiaoនឹងរងគ្រោះធ្ងន់xiaoឈុងមិនអាចអើពើបានទេត្រូវនាំក្រុមមនុស្សល្ងងគ្រួសារxiaoទាំងអស់ទៅផ្ទះចាស់ដល់ពេលនោះណាxiaoជីសឹងមិនឲ្យខ្ញុំកាប់តាមចិត្តនិងបង្ខំឲ្យពួកអ្នកមើលគាត់ពេលស្លាប់ប្រព័ន្ធគម្រោងប៉ាអ៊ីវិនលីសាមុបង្ហាញសារដៃគូថាបោះបង់សហប្រតិបត្តិការហើយយោបញ្ជាឲ្យផ្នែកបច្ចេកទេសចូលពិនិត្យបន្ទាន់ស្រាវជ្រាវឲ្យដឹងច្បាស់ថាកើតអ្វីឡើងមិនរកឃើញប្រភពកំហុសសោះក្រុមគម្រោងឥឡូវនេះរញ៉េអស់ហើយយើប៉ាទិន្នន័យត្រូវបានបំផ្លាញអ្នកមើលខាងមុខប្រើល្បិចលាក់លៀមខ្លាំងមិនអាចស្ដារឡើងវិញភ្លាមមកបានទេ
ជាសារ SMS អនាមិកមួយប្រកាសជាមានគណនីលាក់ខ្លួននៅពីក្រោយយកក្នុងសារនោះប្រាប់ថាត្រូវទៅយកកិច្ចសន្យាដើមពីបន្ទប់ឯកសារនៅផ្ទះចាស់គ្រួសារសៅទើបអាចសង្គ្រោះការសហការវិញគាត់ក៏បញ្ជាក់ថារឿងនេះមិនទាន់ត្រូវឲ្យខ្ញុំជាមួយអ្នក4នាក់ទៅដល់កន្លែងផ្ទាល់នេះច្បាស់ជាអន្ទាក់មួយហើយមិត្តរួមការងារដកកិច្ចសន្យាមិនអាចផ្ញើសារអនាមិកមកបានទេប្រកាសជាក្បត់របស់xiao YeshiជាមួយនឹងNegachingxuanអានេះមិនខានជាអន្ទាក់ដែលxiao Yeshiរៀបចំទេខ្ញុំដឹងថាវាជាអន្ទាក់ប៉ុន្តែបើមិនទៅទេxiao Yaxinនឹងនៅតែលាក់ខ្លួនក្នុងបំពង់ទឹកមិនឈប់រឿងយ៉ាវត្រូវទៅដោះស្រាយម្ដងឲ្យចប់នេះជាអ្វីសៀវអងក្រុមឈួតអ្នកមកដល់ហើយត្រៀមស្លាប់បានសម្រាប់កូនសត្វតូចមួយនេះបងប្អូនអ្នកសំបីតែជីវិតក៏មិនខ្វល់ទេពិតជាឪពុកម្ដាយមេត្តាកូនក៏ស្មោះស្រឡាញ់xiao Yaxinអើយដើម្បីសងសឹកពួកយើងអ្នកទៅរួមដៃជាមួយព្រះសង្ឃអាក្រក់បង្កើតវេទទំនាត់សាហាវបែបនេះមកលើគេមនុស្សសប្បុរសចំពោះអ្នកអស់ហើយមេត្តាអ្នកនៅមានតម្លៃអីទៀតគ្រាន់តែសម្រាប់ឆ្មាយោបានម្ដងខ្ញុំស្រេចធ្វើអីក៏បានមើលថ្ងៃនេះថាតើនៅមានអ្នកណាអាចការពារវាបានទៀតទេឯងគ្រាន់តែស្ដាប់បង្គាប់ទៅស្លាប់រួមជាមួយយោមកនេះទៅឆ្មាអាក្រក់បង្កគ្រោះដល់មនុស្សដូចអ្នកក្លាហានប្រើវិធីចៅយ៉ែនប៉ាបន្លំខ្លួនជាសត្វវេទមន្តវិញបោកបញ្ឆោតមនុស្សអ្នកជាព្រះសង្ឃចាស់ភ្នែកមិនភ្លឺមិនអាចមើលឃើញអារម្មណ៍ចឹងជីដ៏ធំលើរាងកាយសត្វវេទមិនពិតនេះទេភ្នែកអ្នកពិការហើយមែនទេថ្ងៃនេះខ្ញុំនឹងជំនួសមេឋានធ្វើយុទ្ធធម៌ខ្ញុំនឹងទម្លាក់អ្នកចូលជ្រងរក15 3ជាន់ឲ្យអ្នកអស់សំណាងរហូតបញ្ជាឲ្យអនុវត្តភ្លាមតាមច្បាប់បំបែកវាចាប់យកឲ្យបានហើយស៊ីឲ្យខ្ញុំប្រេះបែកឲ្យអស់ទៅនឹងឆ្មាស្លាប់នោះអាយ៉ាចាក់បន្តិចកាន់តែពិបាកគ្រងវេទមន្តនេះកំពុងស្រូបកម្លាំងយើងប្រយ័ត្នអាក្រក់មែនវាចាក់មិនអស់សោះអ្នកមិនអីទេឬគិតថាគ្រួសារxiaoងាយរំលោភឬស្ដាប់ខ្ញុំតែបើពួកយើងនៅសល់ដង្ហើមមួយក៏មិនឲ្យពួកអ្នកប៉ះសក់យ៉ាវសោះល្អបំផុតពួកអ្នកអធិស្ឋានឲ្យយើងក៏មានឱកាសចេញក្រៅវិញអីហើយរងចាំមើលថាតើអាចរួចចេញពីទីនេះបានទេមនុស្សលងលំបាកមិនដឹងភ្ញាក់បើអូសបន្តទៅទៀតអូសក្លិនស្អុយនោះកុំហ៊ានប៉ះពាល់គ្រួសារខ្ញុំម្ដងទៀតអើយយ៉ាវយាវអ្នកខ្លាំងពេកហើយមិនសូវគិតថាខ្ញុំជានរណាទេខ្ញុំទៅយ៉ាវយាវអ្នកអស់ចាពេកហើយយើមិនថាប្រាសាទសត្វវេទមន្តនេះជានរណាទេទឹកចិត្តធំសុចរិតខ្លាំងអំពើអាក្រក់រាប់ពាន់មិនអាចចិត្តបាននេះមិនមែនជាអ្នកអាក្រក់ទេនេះជាសត្វវេទមន្តបុរាណសេះពសចុះមកលោកវិញមិនមែនជាឆ្មាអាក្រក់បង្កគ្រោះថ្នាក់ទេនេះគឺជាសត្វវេទមន្តបុរាណឯងខ្ញុំបានធ្វើបាបអ្វីខ្លាំងដល់លោកជំទាវសៀវសត្វវេទមន្តដ៏គង់វង្សអ្នកធំខ្ញុំភ្នែកខ្វាក់មិនដឹងមើលមនុស្សខ្ញុំគួរតែស្លាប់ទាំងនេះជាការក្បត់របស់xiao Yeshiគាត់បង្កើតពាក្យកុហកបញ្ឆោតឲ្យខ្ញុំចេញដៃអ្នកកុហកតាមស្រុកកំពុងបោកបាញ់ទឹកមាត់លើមនុស្សអ្នកនៅតែហ៊ានបោកបន្តទៀតឬសារផែនការដែលអ្នកចូលរួមនៅក្នុងទូរស័ព្ទខ្ញុំអ្នកគ្រាន់តែចង់យកដៃខ្ញុំទៅសម្លាប់សត្វវេទមន្តបុរាណប៉ុន្តែអ្នកមិនមែនម្ចាស់ប្រព័ន្ធទេឈិងxuanតោចង់យូរិនធัวត្រូវxiao Yeshiបោកបញ្ឆោតដំណើរនេះមិនមែនចិត្តដើមគាត់ទេកុំបារម្ភខ្ញុំដឹងឈិងxuanតោដើមព្រោះឃើញអ្នកត្រូវគេបោកបញ្ឆោតលើកលែងអ្នកលើកនេះទៅឆ្ងាយកុំឲ្យខ្ញុំឃើញមុខម្ដងទៀតអរគុណដែលមិនសម្លាប់ខ្ញុំគោរពអ្នកធំយេស៊ីងគ្រួសារxiaoយើងឲ្យអ្នកសម្លៀកបំពាក់ល្អអាហារល្អមើលអ្នកដូចកូនស្រីហេតុអ្វីអ្នកត្រូវទៅសហការជាមួយគ្រួសារស៊ូដើម្បីដាក់យើងឲ្យទៅចិត្តស្លាប់គ្រួសារស៊ូមើលខ្ញុំដូចជាឈើឆ្កាងក្នុងឈីអ្នកក៏មិនខុសពួកគេទេនិយាយថាជាកូនស្រីពិតតែខ្ញុំគ្រាន់តែជាឧបករណ៍ឲ្យអ្នកប្រើបំពេញមុខមាត់បង្កើនកិត្តិយសប៉ុណ្ណោះល្អណាស់ដូច្នេះហើយអ្នកមើលយើងត្រឹមបែបនេះអ្នកដឹងថាយើងចាត់ទុកអ្នកជាប្អូនស្រីពិតទៅរាល់ឆ្នាំដល់ថ្ងៃកំណើតអ្នកឈឺយើងក៏ឲ្យអំណោយជាសាច់ប្រាក់បងទី2អង្គុយយប់មិនដេកជាមួយអ្នកចាំចាក់ថ្នាំហើយធ្វើបង្អែមឲ្យញ៉ាំតែអ្នកវិញអ្នកតែបន្ទោសបងទី2ថាមិនឲ្យញ៉ាំបង្អែមទោះដឹងថាចង់បានរូបថតមានហត្ថលេខាបងទី3រហូតដល់អាធ្រាត្រដើម្បីរកគាត់សុំរូបហត្ថលេខាឲ្យអ្នកវិញថាបងយកតិចពេកមិនគ្រប់ឲ្យអ្នកចែកឲ្យមិត្តស្រីទាំងអស់មិនខ្លួនមុខមាត់អីទេទ្រង់ចិត្តអ្នកឲ្យឆ្កែញ៉ាំហើយឬអ្នកពិតជាសំណាងធំទេតែខ្លួនឯងមិនដឹងថាមានសំណាងសោះសំណាងល្អបែបនេះក៏មិនអាចយល់បានផងដែរ
និយាយបន្តក៏មិនចាំបាច់ទេប្រជឹងសក្ខីរួចហើយរាយការណ៍ប៉ូលីសហើយយោអ្វីដែលរងចាំគាត់មានតែការយុត្តិធម៌ច្បាប់ឲ្យខ្ញុំឱកាសម្ដងទៀតបានទេពេលវេលាយឺតពេកហើយយោសូមអបអរសាទរសូម្ចាស់ប្រព័ន្ធបំលែងវាសនាអាក្រក់ឪពុកនិងបងប្អូនប្រុសសៀវជោគជ័យហើយតម្លៃបំលែងបំពេញ 100% កម្រិតអតិបរមាបើកសិទ្ធឆ្លងវិស័យចុងក្រោយយោខ្ញុំខ្លាចជាមនុស្សហើយយោយ៉ាវរបស់យើងបំលែងខ្លាចជាក្មេងស្រីតូចគួរឲ្យស្រឡាញ់ពិតជាអស្ចារ្យណាស់ព្រះសួរអភិរក្សគ្រួសារស្យោរបស់យើងទូយ៉ាវឥឡូវនេះមិនសម្រងក្តីខ្ញុំក៏ចង់សួរម្ដងថាអ្នកព្រមចូលជាគ្រួសារយើងទេឲ្យយ៉ាវខ្លាចជាប្អូនស្រីដែលខ្ញុំស្រឡាញ់បន្ទាប់មកយើងនឹងការពារអ្នកណាមករំលោភបំពានស្យោជីងស៊ីនឹងជាមនុស្សមុនគេដែលបំផ្លាញគាត់ខ្ញុំព្រមទាំងខ្លួនឯងបើមិនអីទេមុននេះជីវិតតូចខ្ញុំទៅហើយយោហេតុអ្វីសត្វមួយក្បាលប៉ុណ្ណឹងបានស្រឡាញ់ពីរអ្នកទាំងអស់ទៅស្លាប់ឲ្យបានហើយអ្វីខ្ញុំមិនទទួលបានគេក៏មិនអាចមានទេមនុស្សទាំងអស់ត្រូវស្លាប់រួមគ្នាយ៉ាវប្រយ័ត្នអ្នកជាមនុស្សពីសជាមរណភាពមកដល់ហើយនៅតែហ៊ានធ្វើបាបប្អូនស្រីបោះខ្ញុំចេញទៅខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសុទ្ធតែស្លាប់ឲ្យអស់មួយមុខเจ้าយឺស៊ីនអ្នកត្រូវសង្ស័យពាក់ព័ន្ធបទល្មើសធ្ងន់ជាច្រើនករណីសូមទៅជាមួយយើងសុគតច្រិតអបអរសាទរអ្នកបានបញ្ចប់ភារកិច្ចយ៉ាងល្អឥតខ្ចោះខ្ញុំក៏ត្រូវទៅបម្រើសុគតច្រិតបន្ទាប់ទៀតអ្នកត្រូវទៅឆាប់ប៉ុណ្ណាបានចាស់ត្រូវទៅហើយយោខ្ញុំទើបតែទទួលបំណងថ្មីត្រូវទៅជួយមនុស្សផ្សេងទៀតហើយយោប្រព័ន្ធមិនគួរឲ្យទុកចិត្តបែបនេះតែមានភារកិច្ចថ្មីទៀតឯងនរណានិយាយថាព្រះហ្វូបោនេះមិនគួរឲ្យទុកចិត្តឥឡូវអ្នកខ្លាចជាសមាជិកស្រឡាញ់ក្នុងគ្រួសារសូម្បីតែសង្កេតមើលក៏មិនបញ្ហាទេយល់ហើយអ្នកនិយាយត្រឹមត្រូវហេនោះប្រកាសជាអូខេតែខ្ញុំនឹងទៅមុនសុគតជឿតអ្នកនៅទីនេះត្រូវរស់ឲ្យមានសុភមង្គលណាយ៉ាវអ្នកមានតម្លៃខ្លាំងណាស់ពេលធំឡើងហើយអាចចូលវិស័យកំសាន្តបានពេញលេញប្អូនស្រីខ្ញុំមិនអាចចូលវិស័យកំសាន្តច្របូកច្របល់បានទេគ្រាន់តែទៅជាមួយបងទី4បងនឹងបង្រៀនអ្នកជិះសេះធំយ៉ាវឥឡូវនេះអាចអើពុកហៅខ្ញុំថាប៉ាម្ដងបានហើយឬនៅពីនេះទៅទីនេះខ្លាចជាផ្ទះអ្នកហើយយើងនឹងថែរក្សាអ្នកឲ្យបានល្អយើងគ្រួសារនឹងការពារអ្នកល្អណាស់ខ្ញុំមានផ្ទះហើយយោហេខ្លាចជាមនុស្សវិញហើយអាចញុំបង្អែមបានច្រើនជាងមុននេះហើយជាជីវិតសុខសប្បាយយេកូនស្រីគួយខ្ញុំបានតិចផ្លែឈើថ្ងៃនេះមានអារម្មណ៍ដូចម្ដេចកន្លែងណាមិនស្រួលទេសូមអរគុណប៉ាខ្ញុំមានអារម្មណ៍ថាសាច់ដុំខ្លួនពោពេញកម្លាំងប៉ាយោអើយគូដៃគម្រោងធំភាគខាងកើតបានឮថាគ្រួសារយើងមានសត្វវេទមិនអភិរក្សមិនត្រឹមតែរក្សាកិច្ចសន្យាទេក៏បន្ថែមវិនិយោគ 5,000 លានទៀតអស់ចាមែនឥឡូវគ្រួសារស្យោយើងខ្លាចជាគ្រួសារអភិជនលេខ1នៅចាំងឆឹងហើយពិតប្រាកដមែនទាំងនេះសុទ្ធជាគុណយោយើងយ៉ាអើយបងទី2បញ្ជាទិញឲ្យអូនជាពិសេសពីនេះទៅអូនគឺជាកូនស្រីតូចរបស់គ្រួសារស្យោយើងមានសិទ្ធិស្របច្បាប់មានឈ្មោះច្បាស់លាស់ឆ្លងកាត់រឿងរ៉ាវមកបានច្រើនប៉ុណ្ណេះហើយយើគ្រួសារគ្នារស់នៅសុខសាន្តសុវត្ថិភាពនេះហើយជាសំណាងធំនរណានឹងគិតថាការមុនយកកូនឆ្មាព្រៃតូចមកលេងប៉ុណ្ណោះតែវាបំលែងវាសនាគ្រួសារយើងទាំងមូលបានបែបនេះប៉ាបងអើយមកលេងជាមួយអូនលឿនទៅ